សេរីនេះចាប់ផ្ដើមជាមួយម៉ូក្នុងឈុតក្តៅគប់មួយឆ្លុះប្រកែកជាមួយម្ដាយរបស់នាងព្យាយាមបញ្ចុះបញ្ចូលនាងឲ្យធ្វើដំណើរទៅប្រទេសកាណាដាជាមួយនាងនិងស្វាមីថ្មីរបស់នាងបន្តការសិក្សារបស់នាងនៅទីនោះប៉ុន្តែម៉ូបដិសេធគំនិតនេះទាំងស្រុងចាប់តាំងពីពេលនោះមកឪពុកម្ដាយរបស់នាងបានលែងលះគ្នាកាលពីប៉ុន្មានឆ្នាំមុនហើយនាងក៏បានរស់នៅជាមួយក្តីសង្ឃឹមដ៏ផុយស្រួយមួយគឺឪពុករបស់នាងនិងបងប្រុសរបស់នាងជីននឹងថ្ងៃណាមួយពួកគេនឹងត្រឡប់មកវិញសម្រាប់នាងស្វែងរកនាងហើយថាដូចម្ដេចទាំងអស់ពួកគេនឹងរស់នៅជាមួយគ្នាម្ដងទៀតដូចជាគ្រួសារព្រោះម្ដាយរបស់នាងយល់អ្វីដែលកំពុងកើតឡើងនៅក្នុងនាងបេះដូងនាងសម្រេចចិត្តផ្ដល់ការពិតដល់នាងទាំងអស់ក្នុងពេលតែមួយដើម្បីបញ្ចប់ពណ៌ផ្កាឈូកដ៏ល្អឥតខ្ចោះសុបិនថាកូនស្រីរបស់នាងបានតង់ជាប់អស់រយៈពេលជាច្រើនឆ្នាំនាងប្រាប់នាងដោយត្រង់ថាជីនមិនមែនជាបងប្រុសរបស់នាងតតែសោះឪពុកបានយកគាត់មកចិញ្ចឹមបន្ទាប់ពីគាត់ពិតឪពុកម្ដាយបានស្លាប់ដោយសារគ្រោះថ្នាក់លើសពីនេះទៅទៀតថាឪពុករបស់នាងផ្ទាល់បានរៀបការម្ដងទៀតហើយឥឡូវនេះមានកូនម្នាក់ទៀតមានពិតជាគ្មានឱកាសដែលពួកគេនឹងមិនដែរត្រឡប់មកវិញដើម្បីរកនាងការពិតត្រូវបានលាតត្រដាងមកអេពីគ្រប់ទីក្នុងពេលតែមួយដោយភ័យស្លន់ស្លោនាងក៏យកវាទៅភ្លាមជើងហោះហើរលើកដំបូងទៅកាន់ប្រទេសថៃដោយបដិញ្ញាចិត្តថាស្វែងរកពួកវាហើយមើលរឿងនេះជាមួយភ្នែករបស់នាងផ្ទាល់អស់កម្លាំងនាងក៏ងុយគេងនៅលើយន្តហោះនៅពេលដែលនាងឡើងក្មេងស្រីនោះអង្គុយក្បែរនាងរុញនាងថ្នមហើយណែនាំខ្លួននាងខ្ញុំឈ្មោះណានាងនិយាយថាតើអ្នកនៅទីនេះសម្រាប់ទេសចរឬអ្នកមកទីនេះដើម្បីទេសចរពីទីនេះម៉ូអេប្រាប់នាងថារឿងរ៉ាវជីវិតទាំងមូលដែលនាងកំពុងធ្វើដំណើរដើម្បីជួបបងប្រុសរបស់នាងដែលជានរណាម្នាក់ដែលនាងមិនទាន់បានជួបដឹងរឿងអ្វីមួយអស់រយៈពេលជាច្រើនឆ្នាំពេលណាសួរនាងដោយពាក់កណ្ដាលនិយាយលេងសើចគាត់ក៏ដូចគ្នាដែរសង្ហាមែនទេមុខរបស់ម៉ូប្រែជាទន់ភ្លាមទឹកមុខរបស់នាងស្ទើរតែប្រែជារៀងបេះដូងនាងពណ៌នាអំពីគាត់ថាជាមនុស្សចិត្តល្អសង្ហាឧស្សាហ៍ព្យាយាមមិនគួរឲ្យជឿជានរណាម្នាក់ដែលតែងតែជាប់ចំណាត់ថ្នាក់លេខ1នរណាម្នាក់ដែរមិនដែលខឹងឡើយនៅពេលនោះភ្លាមនោះរូបភាពក៏ផ្លាស់ប្ដូរយើងឃើញយិនដែលជាក្មេងប្រុសស្រស់ស្អាតនិងចិត្តល្អដែលតែងតែមកលេងដំបូងឡើយដើរចូលទៅក្នុងកន្លែងខុសច្បាប់សង្វៀនប្រដាល់ក្រោមដីការប្រកួតគឺខុសច្បាប់និងឆៅវីច្បាស់ណាស់ជីវិតបានវីគាត់ដោយគ្មានមេត្តាកែប្រែគាត់ឲ្យទៅជាខុសគ្នាទាំងស្រុងមនុស្សម្នាក់បន្ទាប់ពីទទួលរងការវីដំយ៉ាងព្រៃផ្សៃគាត់នៅតែអាចឈ្នះការប្រកួតក្នុងចប់ពេលគាត់ឈរនៅទីនោះដោយដកដង្ហើមធំដង្ហើមចេញចូលទូរស័ព្ទរបស់គាត់រត់វីជាឪពុករបស់គាត់ទូរស័ព្ទទៅប្រាប់គាត់ថាប្អូនស្រីរបស់គាត់កំពុងមកជួបពួកគេហើយថាគាត់គួរតែទៅយកនាងពីប្រលានយន្តហោះគាត់ផ្ញើគាត់បានប្រាប់ព័ត៌មានលម្អិតអំពីការហោះហើរជីនសម្លឹងមើលខ្លួនគាត់នៅក្នុងកញ្ចក់នៅស្នាមជើងនោះជាមុខរឹងរូសហើយយល់ថារូបភាពនេះមិនដូចអ្វីទេអ្វីដែលនាងប្រហែលជាកំពុងស្រមៃនៅថ្ងៃបន្ទាប់ពេលមកដល់ប្រលានយន្តហោះជីនបានផ្ញើសារមួយប្រាប់នាងថាគាត់កំពុងរងចាំនៅពីមុខច្រកទ្វារនាងប្រញាប់ចេញទៅក្រៅផ្ទុះដោយការរំភើបចិត្តតែប៉ុណ្ណោះស្រាប់តែត្រូវឡោមព័ទ្ធដោយអ្នកបើកបរតាក់ស៊ីកំពុងព្យាយាមបង្ខំនាងឲ្យចូលទៅក្នុងឡានរបស់ពួកគេនៅចំកណ្ដាលនៃភាពវឹកវរនាងឮសំឡេងមួយសំឡេងរបស់យានប្រាប់ពួកគេឲ្យចាក់ចេញនាងតែម្នាក់ឯងដែលនាងកំពុងជិះជាមួយគាត់មិនរើចេញពីកន្លែងរបស់គាត់ផងជាមួយមុនស្នេហ៍សុទ្ធសាធគាត់រងចាំនាងមកទៅគាត់មកស្រឡាំងកាំងនាងសម្លឹងមើលគាត់ច្រឡំទាំងស្រុងអ្នកណាបុរសម្នាក់នេះយ៉ាងពិតប្រាកដតើមានអ្វីកើតឡើងចំពោះភ្លើងនៅក្នុងរបស់គាត់ដៃអ្នកណាធ្វើឲ្យមុខគាត់ខូចបែបនេះគាត់និយាយថាគាត់កំពុងព្យាយាមបំបែកភាពឆ្កងអ្វីអ្នកមិនស្គាល់ខ្ញុំឬអ្វីយ៉ាងណាក៏ដោយឪពុករបស់អ្នកបានសុំឲ្យខ្ញុំមកយកអ្នកឡើងគាត់យកវ៉ាលីរបស់នាងទៅដាក់វានៅក្នុងឡានខណៈពេលដែលនាងនៅតែជាប់គាំងដីកំពុងព្យាយាមដំណើរការពីរបៀបពេលណានឹងកន្លែងដែលអ្វីបានខុសគាត់ស្រែកខ្លាំងនាងចេញពីវាហើយប្រាប់នាងឲ្យចូលទៅពួកគេអាចចាក់ចេញបានពេញមួយផ្លូវបើកបរម៉ូនៅតែសម្លឹងមើលគាត់ដោយមិនជឿនាងសួរគាត់ថាគាត់ធ្វើអ្វីពិតប្រាកដនៅក្នុងរបស់គាត់ជីវិតមិនថាឡានជារបស់គាត់ឬអត់ទេគាត់បានលួចវាថាតើគាត់នៅរៀនឬអត់គាត់ជាធម្មតាប្រាប់នាងថាគាត់ឈប់ហើយសិក្សាបន្ទាប់ពីវិទ្យាល័យនាងស្ទើរតែបាត់បង់ការគ្រប់គ្រងគាត់ពូកែខាងត្រឡប់មកវិញណាបន្ទាប់មកតែងតែរំពឹងថានឹងចូលទៅក្នុងកម្ពុជាសាកលវិទ្យាល័យមុនពេលពួកគេបែកគ្នាភ្លាមនោះម៉ូតូមួយគ្រឿងបានឈប់នៅក្បែរនោះពួកគេបរោះសក់ក្រហមម្នាក់ដែលច្បាស់ជារដប់នឹងរឹងរូសដោយសារជីវិតក្នុងពន្ធនាគារអំពីវនីវដល់ជីនសុំឲ្យគាត់មកផឹកជាមួយពួកគេបន្ទាប់មកគាត់សម្លឹងមើលម៉ូអេហើយញឹមរួចសួរថានាងជានរណាហើយថាតាពូបៃតងដឹងថាគាត់កំពុងសេពគប់ជាមួយក្មេងស្រីដទៃទៀតជីនសម្លឹងមើលគាត់មួយសន្ទុះរួចក៏ងាកមកមើលបន្តបើកបរដោយគ្មានប្រតិកម្មម៉ូមិនអាចដំណើរការវាបានទេមិនមែនមិត្តភក្តិរបស់គាត់ទេមិនមែនរូបរាងរបស់ពួកគេមិនមែនជីវិតនេះទេនាងរក្សាអ្វីគ្រប់យ៉ាងឲ្យនៅជាប់នៅខាងក្នុងដោយដឹងថាគាត់នឹងមិនឆ្លើយទេទោះបីជានាងបានសួរពេលពួកគេមកដល់ផ្ទះនាងទទួលបានការឆក់លើកទី2របស់នាងបានរកឃើញនាងឪពុកបានដួលលើឥដ្ឋពេលស្រវឹងគូពីរង្វាស់ពីផ្ទះបាយនាងលើប្រពន្ធរបស់គាត់ស្រែកត្អូញត្អែថាគាត់មិនធ្វើអ្វីជាមួយជីវិតរបស់គាត់ទេលើកលែងតែផឹកហើយមិនយូរប៉ុន្មានពួកគេនឹងអូសគាត់ចេញពីមន្ទីរពេទ្យដោយសារតែអ្វីដែលគាត់ជាធ្វើចំពោះខ្លួនឯងនៅពេលដែលនាងដឹងថានាងមកដល់ហើយនាងក៏ដើរទៅមុខស្វាគមន៍ស្ត្រីនោះហៅឆែនដែលជាកូនតូចរបស់នាងកូនស្រីដែលមានអាយុមិនលើសពី6ឆ្នាំមកជម្រាបសួរបងស្រីរបស់នាងមកតស៊ូដើម្បីយល់ពីទំហំនៃការផ្លាស់ប្ដូរដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនាងយកអំណោយដែលនាងយកមកជាមួយនាងហើយផ្ដល់ឲ្យពួកគេទៅមនុស្សគ្រប់គ្នាក្រោយមកពួកគេទាំងអស់គ្នាញ៉ាំអាហារជាមួយគ្នាភ្លាមនោះសានមិត្តរបស់យិនបានបង្ហាញខ្លួនហើយទាញគាត់ទៅខាងនិយាយនាំគាត់ចុះទៅជាន់ក្រោមម៉ូមានអារម្មណ៍ខឹងយ៉ាងខ្លាំងគាត់មិនបានខ្វល់ខ្វាយអ្វីទាំងអស់ពេលនាងបើកអំណោយដែលនាងបានយកមកឲ្យគាត់រងចាំបន្តិចនាងក៏ដើរតាមពួកគេដោយព្យាយាមដើម្បីយក
ល់ពីជីវិតចម្លែករបស់គាត់នៅរស់នាងបានរកឃើញយានឈរនៅលើជណ្ដាលជាមួយសានដែលស៊ូគាត់ដោយត្រង់តើអ្នកធុញទ្រាន់នឹងការរស់នៅឬអ្នកកំពុងព្យាយាមដើម្បីសម្លាប់ខ្លួនឯងការព្រួយបារម្ភរបស់នាងកាន់តែជ្រៅទៅនាងប្រកាសណាស់ឥឡូវនេះថាគាត់ជាប់ជំពាក់ហើយស្ថិតនៅក្នុងអ្វីដែលមានគ្រោះថ្នាក់សានគាត់សម្គាល់ឃើញនាងនឹងញញឹមឈ្មោះរបស់អ្នកមានន័យថាយប់ត្រូវទេគាត់និយាយថាមកសិក្ខាសាលាមកខ្ញុំបានមានអាចកំបាំងធំមួយសម្រាប់អ្នកបន្ទាប់មកគាត់ក៏ចាក់ចេញទៅការផ្ដល់កន្លែងឲ្យពួកគេអំណោយរបស់យេណារបស់ម៉ូហិនពន្យល់ថានាងគ្រាន់តែជាភ្ញៀវហើយនោះហើយជាមូលហេតុដែលនាងត្រូវយកអ្វីមួយមកជាមួយនាងចាក់ចេញហើយត្រឡប់មកវិញនៅជាន់លើយប់នោះនាងមិនអាចឈប់បានទេគិតអំពីអ្វីដែលអាចកើតឡើងចំពោះគាត់ដើម្បីធ្វើឲ្យគាត់បោះបង់ចោលសាលារៀនហើយងាកចេញចូលទៅក្នុងមនុស្សម្នាក់នេះនាងសម្រេចចិត្តថានាងត្រូវតែស្វែងយល់ពីខ្លួនឯងនាងផ្ញើសារទៅគាត់ដើម្បីប្រាប់គាត់សួរនាងថានាងឯកាហើយឃ្លានចុះមកដើម្បីឲ្យគាត់អាចយកអាហារមកឲ្យនាងគាត់នាំនាងទៅភោជនីយដ្ឋានត្រីដោយដឹងថានាងចូលចិត្តអាហារប្រភេទនោះពេលនាងវង្វេងក្នុងមើលនុយដែលគាត់កំងសម្រាប់ខ្លួនគាត់ផ្ទាល់នាងយល់ថាវាចម្លែកដែលគាត់បានស្ងាត់ឈឹងពេញមួយពេលមិនដែលសួរសំបីតែម្ដងអំពីជីវិតរបស់នាងដោយមិនពន្យល់ពីមូលហេតុដែលគាត់បាត់ខ្លួនអស់ជាច្រើនឆ្នាំឬហេតុអ្វីបានជាគាត់មិនដែលពិនិត្យមើលនាងទេជាចុងក្រោយនាងនិយាយថាប្រសិនបើអ្នកមិនមានការចង់ដឹងចង់ឃើញអំពីជីវិតរបស់ខ្ញុំទេមិនអីទេប៉ុន្តែខ្ញុំធ្វើបាននាងបញ្ចេញសំណួរជាច្រើនអ្វីដែលគាត់ធ្វើពិតប្រាកដសម្រាប់ការរស់នៅអ្វីដែលបានកើតឡើងចំពោះមុខរបស់គាត់ហេតុអ្វីបានជាគាត់ឈប់រៀនជីវិតរបស់គាត់បានប្រែក្លាយទៅជាយ៉ាងណាចេញមកខាងនេះគាត់កាត់វាឲ្យខ្លីដោយនិយាយថាគាត់ញ៉ាំនិងផឹកបានល្អហើយនោះហើយជាគ្រប់គ្រាន់ហើយនៅពេលនោះសក់ក្រហមរបស់គាត់មិត្តភ័ក្តិហ្វាងលេចមុខមកចំអកគាត់បោះបង់ពិធីជប់លៀងដើម្បីចេញទៅក្រៅជាមួយក្មេងស្រីជីនអនុញ្ញាតឲ្យគាត់នៅជុំវិញបន្តិចដូច្នេះនាងអាចសម្រាកបានរួចយកចានរបស់នាងដោយស្ងាត់ហើយយកខ្ទឹមបារាំងចេញដោយដឹងថានាងមិនចូលចិត្តពួកគេទេប៉ុន្តែនៅពេលនោះមកទុកចិត្តហើយបដិសេធមិនព្រមញ៉ាំអាហារពួកគេចាក់ចេញដើម្បីគាត់អាចនាំនាងទៅផ្ទះវិធីនោះនាងសួរគាត់ថាពូបៃតងជានរណាពិតជាមែនហើយថាតើគាត់ស្ថិតនៅក្នុងទំនាក់ទំនងមុនពេលគាត់អាចគេចវាបានសំណួរមួយក្រុមបរិសុទ្ធមួយក្រុមបានសម្រុកចូលទៅក្នុងភោជនីយដ្ឋានច្បាស់ជាកំពុងរករឿងហើយជាមួយគាត់ភាពវឹកវរផ្ទុះឡើងហ្វាំងគប់គាត់កូនសៅស្គូតរបស់គាត់ដើម្បីឲ្យគាត់អាចយកប្អូនស្រីរបស់គាត់ទៅជាមួយនៅផ្ទះមុនគេហើយដោះស្រាយចំនួននៅពេលក្រោយនៅចំកណ្ដាលនៃសកម្មភាពទាំងអស់ម៉ូមានអារម្មណ៍ថាដូចជានាងនៅលើភពមួយផ្សេងទៀតសប្បាយចិត្តគ្រាន់តែជិះពីក្រោយគាត់រំភើបចិត្តណាស់នេះជាថ្ងៃដែលពួកគេនៅជាមួយគ្នាជាទីបំផុតម្ដងទៀតពេលពួកគេទៅដល់ផ្ទះនាងសួរចម្លើយគាត់ដោយសង្ខេបថាបុរសទាំងនោះជានរណាគឺជានឹងអ្វីដែលពួកគេចង់បានគាត់បោះជំហានចូលមកចិត្តទៅកាន់នាងហើយនិយាយថាអ្នកចង់ដឹងចង់ឃើញពេកហើយតាំងពីអ្នកឃើញមុខខ្ញុំមកអ្វីដែលអ្នកធ្វើគឺគ្រាន់តែសួរសំណួរនាងទទួលបានការចាប់ទាញដោយភ័យស្លន់ស្លោត្រឡប់មកវិញហើយដកថយចូលទៅក្នុងបន្ទប់របស់នាងក្រោយមកគាត់ចេញទៅផឹកស៊ីជាមួយមិត្តភ័ក្តិរបស់គាត់ភ្លាមនោះសារមួយបានមកដល់ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកពណ៌មុខរបស់គាត់ក្រុមក្មេងទំនើងមានបានចាប់ឪពុករបស់គាត់ធ្វើជាចំណាប់ខ្មាំងគាត់ប្រញាប់ប្រញោលទៅទីនោះហើយប្រឈមមុខនឹងពណ៌បៃតងពូគីរ៉ាកូនស្រីរបស់ក្រុមក្មេងទំនើងអ្នកដឹកនាំគាត់បោះផ្នែកមួយនៃប្រាក់ដែលគាត់ជំពាក់នាងហើយប្រាប់នាងថាអ្វីដែលនៅសល់នឹងមកដល់ជាដំណាក់កាលដោយប្រមាននាងកុំឲ្យទាញស្ទីលបែបនេះម្ដងទៀតលើកក្រោយគាត់ប្រហែលជាទុកឪពុករបស់គាត់នៅទីនោះគីរ៉ាឃើញគាត់ហៀបនឹងចាក់ចេញយ៉ាងលឿនដូច្នេះនាងប្រាប់គាត់ពីការពិតគ្មាននរណាម្នាក់ប៉ះគាត់ទេឪពុកតតែសោះពួកគេបានរកឃើញថាគាត់សន្លប់ស្រវឹងនៅតាមផ្លូវនាងថែមទាំងប្រាប់គាត់ថានាងបានចំណាយពេលជាង2ម៉ោងដើម្បីរៀបចំខ្លួនតុបតែងមុខគ្រាន់តែដើម្បីឲ្យគាត់មើលឃើញនាងឲ្យបានត្រឹមត្រូវនាងផ្ដល់ជូនគាត់នៅកិច្ចព្រមព្រៀងមួយប្រសិនបើគាត់ស្នាក់នៅហើយញ៉ាំអាហារពេលល្ងាចជាមួយនាងនឹងលុបបំណុលទាំងអស់របស់គាត់ខិតខំដើម្បីគ្រប់គ្រងខ្លួនឯងគាត់ដឹងថានាងបានរងចាំអស់ជាច្រើនឆ្នាំសូម្បីតែមើលគាត់តាមផ្លូវរបស់នាងប៉ុន្តែពេលដែលមកផ្ញើសារទៅគាត់សួរថាពេលណាគាត់នឹងត្រឡប់មកផ្ទះវិញគាត់ទាញចេញទៅហើយចាក់ចេញព្រឹកបន្ទាប់មកភ្ញាក់ឡើងភ្ញាក់ផ្អើលដែលគាត់នៅតែមិនទាន់បានត្រឡប់មកវិញប្រពន្ធរបស់ឪពុកគាត់ប្រាប់នាងថាគាត់កុំមកត្រឡប់មកផ្ទះណាថាគាត់រស់នៅតែម្នាក់ឯងនៅកន្លែងផ្សេងហើយគ្រាន់តែទៅលេងប៉ុណ្ណោះម្ដងម្កាលមកចាប់ផ្ដើមគិតអំពីលេខដើម្បីឲ្យគាត់ត្រឡប់មកវិញនាងប្រញាប់លួចចូលទៅក្នុងបន្ទប់ទឹកហើយបំបែកម៉ាស៊ីនកម្ដៅទឹកមុនពេលអ្នកណាឃើញនាងស្រែករកជំនួយដើម្បីឲ្យនាងអាចហៅបានគាត់ឲ្យមកជួយសង្គ្រោះស្ថានភាពពីព្រោះជាក់ស្ដែងគ្មាននរណាម្នាក់នឹងទៅងូតទឹកជាមួយទឹកត្រជាក់ហើយជាការពិតណាស់នាងផែនការដំណើរការក្នុងរយៈពេលតិចជាងកន្លះម៉ោងជីនបានលេចមុខមកហើយចាប់ផ្ដើមជួសជុលទឹកម៉ាស៊ីនកម្ដៅពេលគាត់ធ្វើរួចភ្លាមគាត់ដាក់នៅលើអាវរបស់គាត់យ៉ាងរហ័សច្បាស់ណាស់ថាត្រៀមខ្លួនរួចរាល់ហើយចាក់ចេញមកព្យាយាមចាប់ផ្ដើមគ្រប់ប្រភេទការសន្ទនាអ្វីក៏ដោយគ្រាន់តែដើម្បីបន្ថយល្បឿនគាត់ដើម្បីកុំឲ្យគាត់ចាក់ចេញលឿនពេកប៉ុន្តែគាត់ប្រញាប់គាត់មានការងារសំខាន់ការងារដែលត្រូវធ្វើគាត់ចុះទៅជាន់ក្រោមហើយចាក់ចេញនៅពេលនោះម៉ូមានអារម្មណ៍យ៉ាងជ្រាលជ្រៅតូចចិត្តនាងដើរតាមគាត់ចេញទៅខាងក្រៅហើយលោតចូលទៅក្នុងតាក់ស៊ីដំបងដែលនាងឃើញដោយតាំងចិត្តដើម្បីដើរតាមគាត់ហើយទីបំផុតយល់ពីអ្វីការងារប្រភេទនេះធ្វើឲ្យគាត់ប្រញាប់ប្រញាល់បែបនេះនាងឃើញគាត់ចាត់ឡានហើយបន្តដំណើរទៅមុខទៀតជើងដូច្នេះនាងក៏ចេញយ៉ាងលឿនដែរភ្លាមនោះនាងបានរកឃើញគាត់ឈរនៅក្នុងនោះនៅពីមុខនាងគាត់ពេលដែលនាងចូលទៅក្នុងតាក់ស៊ីនាងធ្វើពុតជាភ្ញាក់ផ្អើលប្រព្រឹត្តអំពើគ្មានទោសអព្រះជាម្ចាស់ឲ្យចៃដន្យខ្ញុំគ្រាន់តែធុញទ្រាន់ដូច្នេះខ្ញុំបានសម្រេចចិត្តដើរជុំវិញទីក្រុងបន្តិចប៉ុន្តែគាត់ដឹងថានាងកំពុងកុហកគាត់ប្រគល់នាងឲ្យលុយខ្លះប្រាប់នាងឲ្យត្រឡប់ទៅផ្ទះវិញហើយឈប់ដើរតាមគាត់បន្ទាប់មកគាត់ចូលទៅក្នុងឡានរបស់គាត់ហើយចាក់ចេញនាងព្យាយាមរកឡានមួយទៀតដើម្បីបន្តដំណើរតូចរបស់នាងបេសកកម្មឃ្លាំមើលនឹងដោយសឹកដោយចៃដន្យនាងបានជួបជាមួយហ្វេងនាងនិយាយភ្លាមអ្នកនឹងជួបជីនមែនទេ
ខ្ញុំគ្រាន់តែរកតាក់ស៊ីទៅរកគាត់យើងគួរតែជួបគ្នានាងបញ្ឆោតវែងទាំងស្រុងហើយគាត់ក៏យកនាងជាមួយគាត់ជំនួសឲ្យការអនុញ្ញាតឲ្យនាងការតស៊ូតែម្នាក់ឯងជាមួយនឹងការដឹកជញ្ជូនសាធារណៈគិតថាគាត់កំពុងធ្វើអំពើល្អនៅក្នុងពេលជាមួយគ្នានេះជីនមានការប្រកួតប្រដាល់ការប្រកួតក្រោមដីទាំងនេះមានមនុស្សតែងតែភ្នាល់លុយលើអ្នកប្រយុទ្ធហើយអ្នកឈ្នះយកវាទាំងអស់ឪពុករបស់បេងនិងម៉ូសុទ្ធតែមានវត្តមាននៅការប្រកួតប៉ុន្តែឪពុករបស់នាងកំពុងអបអរសាទរប៊ីងអ្នកប្រយុទ្ធម្នាក់ទៀតជាម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធរបស់គាត់ផ្ទាល់បរិសុទ្ធច្បាស់ណាស់ថាមានអរិភាពយ៉ាងជ្រាលជ្រៅរវាងគាត់និងយិនទោះបីជាគ្មាននរណាម្នាក់ដឹងក៏ដោយមូលហេតុពិតប្រាកដមិនទាន់មាននៅឡើយទេចំពោះយិនយើងឃើញហើយថាលីនដែលជាម្ចាស់បន្ទប់តាំងបង្ហាញរថយន្តគឺជាម្នាក់ភ្នាល់លើគាត់ពិតជាជឿជាក់ថាយិននឹងឈ្នះដូច្នេះគាត់ក៏លោកការភ្នាល់នឹងការដាក់ប្រាក់អែនចំនួនទឹកប្រាក់លើការប្រកួតហើយការភ្នាល់កាន់តែខ្ពស់ការប្រកួតកាន់តែពិបាកទន្ទឹមនឹងនេះជេនគាត់កំពុងកម្ដៅខ្លួននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នឹកឃើញពាក្យសម្ដីរបស់មនុស្សដែលមិនស្គាល់មុខរបស់គាត់ត្រូវបានលាក់បាំងដោយចេតនាដើម្បីរក្សាភាពភ័យរន្ធត់ដែលធ្លាប់ប្រាប់គាត់ថានៅលើគ្រួសារបានធ្វើបាបគាត់អស់រយៈពេលជាច្រើនឆ្នាំហើយរឿងនោះអ្វីគ្រប់យ៉ាងដែលគាត់កំពុងធ្វើឥឡូវនេះគឺដើម្បីទាមទារយកមកវិញអ្វីដែលត្រូវបានយកចេញពីគាត់នៅពេលនោះហ្វេងមកដល់ជាមួយម៉ូប្រគល់ប្រាក់ទៅឲ្យអ្នកយាមសន្តិសុខដូច្នេះពួកគេបានអនុញ្ញាតឲ្យនាងចូលគាត់សម្គាល់ឃើញពេលដែលនាងឃើញបងប្រុសរបស់នាងនៅក្នុងសង្វៀននាងមិនអាចជឿភ្នែករបស់នាងបានទេនាងព្យាយាមបញ្ចុះបញ្ចូលវែងយ៉ាងអស់សង្ឃឹមទាញយិនចេញភ្លាមថែមទាំងផ្ដល់ជូនទៀតផងដើម្បីបង់ប្រាក់ទទួលបានប្រាក់ដោយខ្លួនឯងប៉ុន្តែអ្វីមិនដែលសាមញ្ញនៅខាងក្នុងទេសង្វៀនជីនគ្រប់គ្រងការប្រកួតបានល្អបំផុតគាត់អាចធ្វើបានរហូតដល់ភ្លាមនោះបេងចុះចតដើរយ៉ាងសាហាវចំមុខគាត់វាយគាត់ឲ្យសន្លប់ដេកហើយធ្វើឲ្យគាត់មិនអាចទទួលបានឡើងបន្ទាប់មកយិនបានឮសំឡេងរបស់ម៉ូហៅឈ្មោះរបស់គាត់យំភ្លាមនោះធម្មពលហូរចូលត្រឡប់ទៅក្នុងខ្លួនវិញគាត់ក្រោកឡើងហើយបន្តដំណើរទៅមុខទៀតការប្រយុទ្ធដោយដឹងថាពួកគេនឹងមិនចាក់ចេញពីគាត់ទេតែម្នាក់ឯងលុះត្រាតែបេងជាអ្នកដួលពេលគាត់ទៅដល់នាងទីបំផុតគាត់ក៏លោតចេញពីសង្វៀនចាប់នាងហើយរត់គេចខ្លួនយ៉ាងឆាប់រហ័សគាត់មិនចង់ឲ្យនាងទៅណាទេនៅជិតកន្លែងបែបនេះគីរ៉ាផ្ទុះកំហឹងដោយកំហឹងតានេះជាអ្វីមនោសញ្ចេតនាលាក់កំបាំងដែលកំពុងកាត់ឡើងនៅចំពោះមុខនាងសួរហ្វាងក្មេងស្រីនេះជានរណាពេលគាត់ព្យាយាមកិច្ចវិសំណួរដើម្បីការពារមិត្តរបស់គាត់នាងទះកំភ្លៀងគាត់ពេញមុខភ្លាមទន្ទឹមនឹងនេះមកកំពុងយំដោយមិនអាចគ្រប់គ្រងបាននាងមិនដែលស្រមៃថាគាត់នឹងធ្វើបែបនេះចំពោះខ្លួនឯងជីនដាក់នាងចូលទៅក្នុងឡានដើម្បីនាំនាងទៅផ្ទះមិនអាចពន្យល់ខ្លួនឯងឲ្យបានត្រឹមត្រូវនាងប្រាប់គាត់នាងបានចំណាយពេលជាច្រើនឆ្នាំរងចាំថ្ងៃដែលពួកគេនឹងជួបជុំគ្នាវិញហើយឥឡូវនេះនាងសោកស្ដាយវាពីព្រោះនាងគួរតែយល់ថាប្រសិនបើគាត់មិនដែលតាក់ទងនាងរឿងទាំងអស់នេះទេឆ្នាំបន្ទាប់មកអត្ថភាពរបស់នាងច្បាស់ជាមិនដូច្នោះទេសំខាន់សម្រាប់គាត់នាងប្រាប់គាត់ថានាងចប់ហើយនាងនឹងកក់ជើងហោះហើរនឹងធ្វើដំណើរទៅប្រទេសកាណាដាជាមួយម្ដាយរបស់នាងភ្លាមនោះបេងរារាំងឡានរបស់ពួកគេដោយឡានរបស់គាត់ញឹមដោយចេតនាអាក្រក់រុញម្រាមដៃរបស់គាត់ឆ្លងកាត់ក៏របស់គាត់ក្នុងកាយវិការគំរាមកំហែងប៉ុន្តែជីនមិនមានប្រតិកម្មចំពោះភាពក្មេងខ្ចីទេការគំរាមកំហែងគាត់ដឹងថាពួកគេកំពុងព្យាយាមដើម្បីបង្ខំគាត់ឲ្យចូលរួមក្នុងការប្រណាំងរថយន្តគាត់ប្រគល់មកទូរស័ព្ទរបស់គាត់ហើយសុំឲ្យនាងបើកទូរស័ព្ទចុងក្រោយទីតាំងដែលបានរក្សាទុកនិងណែនាំគាត់យ៉ាងច្បាស់លាស់មួយសន្ទុះក្រោយមកការប្រណាំងក៏ចាប់ផ្ដើមលបឿនតាមគ្នាទៅវិញទៅមកម៉ាស៊ីនវាក្រហមរថយន្តមួយទៀតបានមកចូលរួមជាមួយពួកគេនៅពាក់កណ្ដាលផ្លូវមកមិនយល់អ្វីទាំងអស់ការភ័យស្លន់ស្លោលេបត្របាក់នាងជីនប្រាប់នាងដោយស្ងប់ស្ងាត់បន្ទាប់ពីវេនបន្ទាប់ខ្ញុំនឹងរាប់ដល់5ពេលអ្នកចាប់ចង្កូតហើយរក្សាវ៉ាឲ្យត្រង់ពិតប្រាកដណាស់ពេលគាត់មានអាយុ5ឆ្នាំគាត់ឡើងតាមបង្អួចហើយឆក់យកកាបូបមួយព្យួរពីបន្ទះឈើហើយលោតបិទគាត់បានឈានដល់ចំណុចចុងក្រោយនៃការប្រណាំងដែលក្រុមទាំងមូលប្រមូលផ្ដុំគ្នាធ្វើឲ្យគាត់ខ្លាចជាអ្នកឈ្នះគាត់ប្រាប់ការប្រណាំងមេដឹកនាំដែលគាត់មិនដែលចង់បានចូលរួមថាពួកគេបានបង្ខំគាត់បរិះនោះខឹងហើយចង្អុលបង្ហាញថាខ្លួនបាននាំមនុស្សចម្លែកម្នាក់មកជាមួយហើយពូជសាសន៍ទាំងនេះត្រូវបានគេសន្មតថាជាការសម្ងាត់ពីព្រោះពួកគេខុសច្បាប់ជីនឆ្លើយតបដោយធម្មតាសម្រាប់ចុះនាងជាមិត្តស្រីរបស់ខ្ញុំគាត់យករង្វាន់លុយហើយចាក់ចេញជាមួយម៉ូដោយគាត់សម្គាល់ឃើញការភ្ញាក់ផ្អើលកកនៅលើមុខរបស់នាងមិនអាចជឿថាគាត់សុខចិត្តប្រថុយជីវិតរបស់គាត់ឬលុយមួយក្តាប់តូចជាពិសេសជាមួយទាំងអស់គ្រោះថ្នាក់ដែលកើតឡើងចំពោះជនស្លូតត្រង់មនុស្សនៅលើផ្លូវនាងប្រឈមមុខនឹងគាត់ដោយកំហឹងប៉ុន្តែគាត់ក៏ទប់វិញមនុស្សគ្រប់គ្នាដើម្បីលុយសុខចិត្តធ្វើអ្វីគ្រប់យ៉ាងជាពិសេសនរណាម្នាក់ដែលរស់នៅក្នុងជីវិតរបស់គាត់បានធ្វើនៅពេលដែលគាត់បានធ្វើដំណើរជាមួយនាងជាលើកដំបូងឪពុកពួកគេក្រីក្រណាស់រស់នៅក្នុងបន្ទប់តូចមួយនៅក្រោមជណ្ដើរនៅពេលដែលវាភ្លៀងធ្លាក់ទឹកបានហូរចូលដល់រាងកាយរបស់ពួកគេបន្ទាប់មកស្ថានភាពកាន់តែអាក្រក់ទៅពួកគេថែមទាំងចាញ់ទៀតផងបន្ទប់នោះហើយបានដេកនៅក្រោមស្ពាននៅពេលដែលអ្វីបានប្រសើរឡើងជាចុងក្រោយតូចនៅពេលដែលឪពុករបស់នាងរៀបការម្ដងទៀតបានបើកភោជនីយដ្ឋានមួយហើយពួកគេមានកូនស្រីម្នាក់បានរកឃើញថាក្មេងស្រីនោះមានជំងឺបេះដូងហើយត្រូវការវះកាត់ជាបន្ទាន់ជីនគ្មានជំរើសគឺឈប់រៀនផ្លូវនេះគឺមធ្យោបាយតែមួយគត់ដែលគាត់អាចរកលុយបានគឺនាងនិយាយបានយ៉ាងងាយស្រួលដូចជាវាជាខ្សែសង្វាក់ហោប៉ៅនាងប្រាប់គាត់ពីរឿងទាំងអស់នោះឥឡូវនេះគឺជាអតីតកាលហើយដែលនាងមានឆន្ទៈក្នុងការជួយគាត់គ្រប់គ្រងជីវិតរបស់គាត់ស្វែងរកធ្វើការដោយស្មោះត្រង់និងរស់នៅឲ្យបានត្រឹមត្រូវគាត់សួរនាងត្រជាក់ចិត្តហើយអ្នកមានសមត្ថភាពអ្វីជួយអ្នកសំបីតែបដូរឈ្មោះគ្រួសារទៅឪពុកចុងរបស់អ្នក
នាងដឹងថាគាត់ឈឺចាប់យ៉ាងខ្លាំងដោយសារម្ដាយរបស់នាងបានបោះបង់ចោលពួកគេដោយមិនស្ទាក់ស្ទើរហើយកុំព្យាយាមតាក់ទងពួកគេម្ដងទៀតឡើយនាងណែនាំថាពួកគេរស់នៅជាមួយគ្នាម្ដងទៀតនៅក្នុងផ្ទះចាស់របស់ពួកគេហើយសាងសង់អ្វីថ្មីប៉ុន្តែក្នុងចិត្តជឿនដឹងថាវានឹងមិនដូច្នោះទេងាយស្រួលណាស់ពេលព្រឹកឡើងគាត់នាំនាងទៅសន្តាគារម្ដាយរបស់នាងបានមកដល់ហើយផ្ទាល់ខ្លួនដើម្បីយកនាងត្រឡប់មកវិញមកប្រាប់នាងមិនទៅកាណាដាទេនាងចង់ដើម្បីបន្តការសិក្សានៅសាលាចាស់របស់នាងប៉ុន្តែម្ដាយរបស់នាងបានបង្ហាញថានាងមានគម្រោងលក់ផ្ទះរបស់នាងនៅប្រទេសចិនហើយតាំងទីលំនៅជាអចិន្ត្រៃយ៍នៅប្រទេសកាណាដាជាមួយស្វាមីរបស់នាងម៉ូអេភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពជឿទុកចិត្តរបស់នាងព្រមមាននាងប្រសិនបើគាត់ក្បត់អ្នកហើយបោះអ្នកចេញទៅតើអ្នកនឹងទៅណាបុរសនោះមានអារម្មណ៍ប្រមាថយ៉ាងខ្លាំងហើយចាក់ចេញពីពួកគេដោយស្ងៀមស្ងាត់ដើម្បីដោះស្រាយបញ្ហាគ្រួសាររបស់ពួកគេតែម្នាក់ឯងពេលម្ដាយរបស់នាងដឹងថាយេនជាអ្នកដែលនាំនាងមកទីនេះនាងទទួលបាននាងជឿថាខឹងខ្លាំងណាស់ឥទ្ធិពលអាក្រក់រស់នៅដោយមិនប្រុងប្រយ័ត្នហើយប្រមានមកម្ដងហើយម្ដងទៀតដើម្បីនៅឲ្យឆ្ងាយពីគាត់ជាពិសេសចាប់តាំងពីពួកគេមិនមែនជាការពិតបងប្អូននៅចំកណ្ដាលនៃការឆ្លោះប្រកែកគ្នានាងបានបង្ហាញថាយេនធ្លាប់ហៅនាងច្រើនដងបន្ទាប់ពីចាក់ចេញជាមួយឪពុករបស់នាងហើយថានាងជាអ្នកដែលបានប្រាប់គាត់នៅឲ្យឆ្ងាយពីពួកគេម៉ូអេមានអារម្មណ៍រំភើបខ្លាំងណាស់ដោយមានអារម្មណ៍ថាខ្លួនមានទោសពេញមួយពេលនេះនាងបានស្ដីបន្ទោសគាត់ចំពោះការមិនដែលពិនិត្យមើលនាងនៅពេលដែលម្ដាយរបស់នាងគឺជាមូលហេតុពិតប្រាកដនាងប្រាប់ម្ដាយរបស់នាងនឹងស្នាក់នៅនាងនឹងមិនទៅកាណាដាទេនាងកំពុងជ្រើសរើសរស់នៅជាមួយឪពុករបស់នាងនឹងយិននាងត្រឡប់មកផ្ទះវិញជាកន្លែងដែលនាងប្អូនស្រីតូចឃើញនាងយំនៅក្នុងខ្លួនបន្ទប់ក្មេងស្រីនោះសរសេរចុះដោយស្ងាត់អាសយដ្ឋានរបស់កន្លែងដែលយិនធ្វើការនឹងផ្ដល់ឲ្យវាទៅនាងនៅល្ងាចនោះម៉ូបានទៅទីនោះហើយបានរកឃើញថាគាត់ជាម្ចាស់ហាងជួសជុលរថយន្តមួយពេលនាឡិការ៉តដល់ពាក់កណ្ដាលអាធ្រាត្រនាងញឹមហើយនិយាយថារីករាយថ្ងៃកំណើតជីនគឺបោះចូលទៅក្នុង flashback នឹកឃើញដល់ពេលណាពួកគេធ្លាប់ប្រារព្ធខួបកំណើតរបស់ម៉ូដូចជាកូនម្ដាយរបស់នាងធ្លាប់សួរគាត់ថាពេលណាថ្ងៃកំណើតរបស់គាត់គឺជាពេលដែលគាត់មិនដឹងនាងបានសម្រេចចិត្តថាពួកគេនឹងអបអរសាទរអ្នកទាំងពីរថ្ងៃកំណើតនៅថ្ងៃដែលជារៀងរាល់ឆ្នាំគាត់នាំម៉ូទៅទិញនំ Cake Berry មួយដែលនាងស្រឡាញ់រួមជាមួយទៀនចង់ដឹងចង់ឃើញនាងសួរដូច្នេះតើពេលណាទើបជាពេលវេលាពិតប្រាកដរបស់អ្នកថ្ងៃកំណើតពិតប្រាកដមែនទេគាត់ប្រាប់នាងថាវាមិនមែនទេមិនសំខាន់ថាថ្ងៃកំណើតរបស់នាងគឺជាមានតែមួយប៉ុណ្ណោះនោះសំខាន់សម្រាប់គាត់ពាក្យថាយុទ្ធការខ្លួនឯងយ៉ាងជ្រៅនៅក្នុងចិត្តរបស់នាងប្រាថ្នាពួកគេអាចប្រារព្ធពិធីជាមួយគ្នាជារៀងរាល់ឆ្នាំស្រវឹងដោយសារការរំភើបនឹងគ្រឿងស្រវឹងនាងបានចាប់ផ្ដើមនិយាយរញ៉េញ៉ៃនាងប្រាប់គាត់ថានាងបារម្ភពីម្ដាយរបស់នាងថារឿងថ្មីរបស់នាងស្វាមីអាចជាបរិសុទ្ធបោកប្រាស់ដែលអាចជឿថាគាត់បានបោះបង់ចោលនាងនៅពេលណាក៏បានម្ដាយរបស់នាងខ្លាំងជាងនេះទៅទៀតគួរតែត្រូវបានគោរពចំពោះជំរឿនរបស់នាងគាត់សួរនាងដោយស្ងាត់ថានាងមានអារម្មណ៍យ៉ាងណាពេលនាងបានរកឃើញថាគាត់មិនមែនជាបងប្រុសរបស់នាងទេខ្យល់រវាងពួកវារឹតតែខ្លាំងឡើងភ្លាមនាងបដូរប្រធានបទហើយសួរថាតើនាងអាចស្នាក់នៅទីនោះមួយយប់ពេលគាត់បដិសេធនាងលេងសើចនឹងការអាណិតអាសូររបស់គាត់និយាយថាបើនាងត្រឡប់ទៅវិញឥឡូវនេះគ្មានអ្នកណានឹងត្រឡប់មកវិញទេជោគភ្ញាក់ឡើងឪពុករបស់ពួកគេនឹងស្រវឹងឪពុករបស់គាត់ប្រពន្ធហត់នឿយហើយភ្លៀងកំពុងធ្លាក់នៅខាងក្រៅសញ្ញានេះមួយចង្អុលបង្ហាញថានាងនឹងស្នាក់នៅនាងផឹកច្រើនពេកហើយខ្លាយជាអឺជិននៅក្បែរនាងពេញមួយយប់រហូតដល់នាងប្រសើរជាងមុនហើយទីបំផុតក៏ងុយគេងគាត់មិនអាចជឿថានាងធំឡើងលឿនប៉ុណ្ណាគាត់ចងចាំលើកដំបូងដែលឪពុករបស់នាងបាននាំគាត់មកផ្ទះម្ដាយរបស់នាងមានផ្ទៃពោះជាមួយម៉ូដោយបដិសេធវត្តមានរបស់គាត់ដោយសារតែនៃភាពក្រីក្ររបស់ពួកគេប៉ុន្តែនៅពេលដែលម៉ូធំឡើងហើយបានភ្ជាប់ទំនាក់ទំនងជាមួយគាត់ម្ដាយរបស់នាងបានអនុញ្ញាតឲ្យគាត់ស្នាក់នៅព្រឹកបន្ទាប់នៅពេលដែលគាត់ប្រាប់ថាមិត្តភ័ក្តិមកដល់សិក្ខាសាលាពួកគេរក្សាសម្លេងរបស់ពួកគេឲ្យទាបមាននរណាម្នាក់កំពុងដេកលក់ពួកគេភ្ញាក់ផ្អើលគ្មាននរណាម្នាក់ធ្លាប់ចូលបន្ទប់គាត់ពីមុនមកទេទុកឲ្យតែអញ្ចឹងបានដេកនៅទីនោះពេលម៉ូភ្ញាក់ឡើងនាងបានរកឃើញគាត់បានរៀបចំអាហារពេលព្រឹកដោយខ្លួនឯងនាងអង្វរគាត់ឲ្យនាងរស់នៅជាមួយគាត់មួយរយៈថ្ងៃប៉ុន្តែគាត់បដិសេធទាំងស្រុងនៅកន្លែងផ្សេងទៀតលីនដាក់សម្ពាធលើជំនួយការរបស់គាត់ដើម្បីស្វែងរកមនុស្សដែលគាត់កំពុងស្វែងរកសម្រាប់ក្នុងអំឡុងពេលប្រណាំងលើភ្នំគាត់ធ្លាប់បានឃើញរថយន្តពណ៌ខ្មៅមួយគ្រឿងបានបើកកាត់គាត់សារធាតុរ៉ាវរបស់វានឹងល្បឿនលឿនមិនអាចច្រឡំបានការចង់ដឹងចង់ឃើញរបស់គាត់នឹងមិនទុកវាចោលទេនៅពេលក្រោយនៃថ្ងៃនោះបេងនឹងបុរសរបស់គាត់បានសម្រុកចូលទៅក្នុងសិក្ខាសាលាយ៉ាងច្បាស់ណាស់កំពុងរកបញ្ហាម៉ូសួរសានថាតើបុរសសក់ពណ៌ទង់ដែងគឺជាបុរសដូចគ្នានឹងបុរសម្នាក់ទៀតដែលមកពីការប្រកួតប្រដាល់គាត់បញ្ជាក់វាហើយរឿងនោះគាត់ជាកម្មសិទ្ធិរបស់គ្រួសារអនយិនធ្លាប់ធ្វើការឲ្យពួកគេហើយចាប់តាំងពីគាត់ចាក់ចេញហើយពួកគេបានសាងសង់កន្លែងផ្ទាល់ខ្លួនរបស់គាត់ម្ដងម្កាលមកបំផ្លាញវាម៉ូមើពីចម្ងាយរហូតដល់ម្នាក់ក្នុងចំណោមពួកគេទៅឆ្ងាយពេកកំពុងព្យាយាមវាកំទេចឡានដែលពួកគេបានជួសជុលពេញមួយព្រឹកនាងស្រែកថាកន្លែងនេះជារបស់នាងគ្រួសារហើយទាត់គាត់ការប្រយុទ្ធផ្ទុះឡើងមនុស្សគ្រប់គ្នាប្រឆាំងនឹងមនុស្សគ្រប់គ្នាម៉ូដកខ្លួនចេញទូរស័ព្ទរបស់នាងហើយទូរស័ព្ទទៅប៉ូលីសក្រុមក្មេងទំនើងដកថយភ្លាមនាងមានការងឿងឆ្ងល់ថាហេតុអ្វីតើពួកគេមិនបានហៅប៉ូលីសពីចាប់ផ្ដើមសានពន្យល់ពីរឿងនោះយូរហើយគ្មាននរណាម្នាក់កំពុងស្លាប់មិនចាំបាច់បង្កើនភាពតានតឹងទេក្រៅពីនេះជីនជាធម្មតាដោះស្រាយវាស្ងាត់ប៉ុន្តែលើកនេះគាត់បាត់បង់ការគ្រប់គ្រងពីព្រោះពួកគេព្យាយាមចូលទៅចិត្តនាងក្នុងពេលជាមួយគ្នានោះជំនួយការរបស់លីនបានបញ្ជូនគាត់ទៅរូបថតមួយសន្លឹកដែលគ្មានឡានវាមានប្រព័ន្ធបញ្ជា3ជាន់ម៉ាស៊ីនដូចគ្នាបេះបិទទៅនឹងរថយន្តពណ៌ខ្មៅពីរការប្រណាំងលើភ្នំលីនកាន់តែជឿជាក់ថាអ្នកបើកបរនេះអាចនាំគាត់ទៅចម្លើយគាត់បានទៅលេងហាងលក់សត្វចិញ្ចឹមរបស់សែមហើយសួរថាអំពីការប្រណាំងភ្នំនិង
ស្បែកខ្មៅឡានសាន់តែដឹងភ្លាមថានេះគឺជាអំពីជីនគាត់កិច្ចវិសំណួរដូចជាឲ្យអស់ពីសមត្ថភាពពេលលីនបន្តជំរុញសាន់ទីបំផុតទទួលស្គាល់ថាគាត់ជាអ្នកបើកបរទោះបីជាលីនមិនជឿទាំងស្រុងក៏ដោយជឿគាត់ចោះគាត់ប្រកួតប្រជែងគាត់ឲ្យទៅប្រណាំងលើភ្នំសានយល់ព្រមរួចរត់ទៅប្រាប់ជីនភ្លាមមានរឿងអ្វីកើតឡើងជីនប្រាប់គាត់ថាវាគ្មានអ្វីទេគាត់គ្រាន់តែឆ្លងកាត់គាត់ចៃដន្យហើយនាំគាត់ទៅយានដ្ឋានដើម្បីបង្ហាញគាត់នៅឡានពណ៌ខ្មៅដែលគាត់កំពុងបើកបរនៅពេលនោះគាត់ប្រាប់គាត់ថាឡានតែជប៉ុនធ្វើឡើងដើម្បីពន្យល់អំពីភាពខុសគ្នារវាងវានិងរថយន្តផ្សេងទៀតគាត់ថែមទាំងបានប្រកល់មុខដែលគាត់ធ្លាប់ពាក់ឲ្យគាត់ទៀតផងស្លៀកនៅថ្ងៃនោះគ្រាន់តែដើម្បីបង្កើតរឿងកាន់តែគួរឲ្យជឿជាក់ពួកគេចាប់ផ្ដើមអនុវត្តចលនាបើកបរមួយចំនួនរួមគ្នាដូច្នេះអ្វីមើលទៅគួរឲ្យជឿជាក់នៅថ្ងៃនោះការប្រកួតនៅថ្ងៃបន្ទាប់មកជួបប្រជុំគ្នាមិត្តភ័ក្តិរបស់នាងឈ្មោះណាណាក្មេងស្រីដែលនាងបានជួបសម្រាប់លើកដំបូងនៅលើយន្តហោះនាងចង់បង្ហាញនាងពីសាលារៀនដែលនាងកំពុងគិតដល់ចុះឈ្មោះចូលរៀនចាប់តាំងពីនាងកំពុងពិចារណាបន្តការសិក្សារបស់នាងនៅទីនោះដោយសុទ្ធដោយចៃដន្យនាងសង្កេតឃើញរូបថតរបស់យិនព្យួរនៅលើក្តារកិត្តិយសក្តារមួយបង្ហាញរូបភាពសិស្សានុសិស្សដែលពូកែខាងការប្រកួតប្រជែងចំណេះដឹងនាងបេះដូងពោពេញដោយសេចក្តីរីករាយនេះពិតជារូបភាពដែលនាងតែងតែចង់ឃើញគាត់ក្រោយមកនៅថ្ងៃនោះនាងបានឈប់នៅសិក្ខាសាលាពេលនាងឃើញយិនឈរនៅទីនោះជក់បារីនាងប្រាប់គាត់យ៉ាងម៉ឺងម៉ាត់ថាការជក់បារីបង្កគ្រោះថ្នាក់ដល់សុខភាពរបស់គាត់នាងក៏ជម្រាបគាត់ថាចាប់ពីពេលនេះទៅនាងនឹងហៅគាត់តាមឈ្មោះពិតរបស់គាត់ហើយនឹងមិនសេរីភាពដូចជាបងប្រុសទៀតទេពីព្រោះនៅក្នុងពាក្យរបស់នាងគាត់មិនសមនឹងទទួលបានទេចំណងជើងនោះជីមច្បាស់ជាមានការតូចចិត្តដែលគាត់មិនមែនធ្លាប់តែនាងប្រព្រឹត្តចំពោះគាត់បែបនេះបន្ទាប់មកនាងសុំឲ្យគាត់នាំនាងទៅជាមួយពេលគាត់ទៅអនុវត្តបច្ចេកទេសបើកបរគាត់បានរៀនជីនមានការងឿងឆ្ងល់យ៉ាងខ្លាំងអារម្មណ៍របស់នាងប្រែប្រួលមួយវិនាទីនាងផ្អែមល្ហែមហើយតោងជប់នឹងគាត់លើកក្រោយនាងមិនអាចសំបីតែឈរមើលមុខគាត់សួរសាន់ថាមានការពន្យល់ logical ណាមួយសម្រាប់រឿងនេះអេរិយាបថសានក្នុងរឿង Big Brother ពិតម៉ូដណែនាំគាត់ឲ្យមិនអើពើនឹងវាព្រោះគ្មានអ្នកណាយល់ពីក្មេងស្រីទេយ៉ាងណាក៏ដោយខណៈពេលដែលនាងនៅម្នាក់ឯងជាមួយសែនម៉ូឆ្លៀតឱកាសសួរគាត់ថាតើមានស្ត្រីម្នាក់នៅក្នុងជីវិតរបស់យិនសែមប្រាប់នាងថាចម្លើយចំពោះសំណួរនោះស្ថិតនៅក្នុងខ្សែក្រវ៉ាត់ដែករបស់យិនក្នុងពេលជាមួយគ្នានេះដល់ពេលហើយជីនបានជួបម្ដងទៀតជាមួយបរិះអាត់កំបាំងដែលមុខរបស់គាត់ត្រូវបានលាក់បាំងចាប់តាំងពីការចាប់ផ្ដើមនៃស៊េរីនេះពេលវេលាបរិះនោះអង្គុយក្បែរគាត់ក្នុងរបស់គាត់បែរមកដោយធ្វើឲ្យប្រកាសថាគ្មាននរណាម្នាក់គាត់សម្គាល់ពួកគេកំពុងនិយាយគ្នាជីនប្រាប់គាត់ថាគាត់មានគម្រោងដើម្បីចូលរួមក្នុងការប្រណាំងហើយថាគាត់មានរយៈពេល2ខែដើម្បីហ្វឹកហាត់បញ្ហាគឺថារថយន្តត្រូវការការកែប្រែសំខាន់បន្ទាប់មកគាត់សួរគាត់ថាពេលណាគាត់នឹងកូនរបស់គាត់បរិះមានគម្រោងត្រឡប់ទៅប្រទេសបរិះនោះឆ្លើយថាមនុស្សគ្រប់គ្នាសុទ្ធតែរងចាំដំណឹងពីគាត់ហើយបន្ទាប់មកគាត់ស្លឹកឈើក្រោយមកនៅពេលដែលសែនព្យាយាមលៀបអ្វីដែលយិនបានបង្រៀនគាត់ពិតជាធ្វើខុសទាំងស្រុងវាឡើងដោយឃើញបែបនេះម៉ូសុំឲ្យគាត់អនុញ្ញាតការព្យាយាមរបស់នាងពន្យល់ថានាងធ្លាប់ចូលចិត្តមើលឪពុកនាងបើកបរនិងធ្វើការលើរថយន្តនាងបង្ហាញពីល្បិចកលល្អឥតខ្ចោះនៅពេលសាកល្បងលើកដំបូងជីនគឺភ្ញាក់ផ្អើលព្រោះរូបភាពតែមួយគត់ដែលគាត់ធ្លាប់មានរបស់ឪពុកនាងគឺជារបស់ថេមួយស្រវឹងនាងពន្យល់ថាឪពុករបស់នាងបានប្រើคล้ายជាមនុស្សខុសគ្នាទាំងស្រុងពេញលេញនៃចំណង់ចំណូលចិត្តចំពោះរថយន្តនិងការបើកបររហូតដល់ជីវិតបានបំផ្លាញគាត់នាងញឹមដោយមោទនភាពនិយាយសូមមើលសែនគ្រួសារក្រោយមកណាណាក៏មកដល់នាំម៉ូទៅជាមួយនាងដើម្បីទៅជួបនាងពិធីជប់លៀងខួបកំណើតបងប្អូនជីដូនមួយពេលពួកគេមកដល់ម៉ូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទីតាំងនោះរថយន្តប្រណីតគ្រប់ទីកន្លែងសុទ្ធតែធ្ងន់បានកែប្រែសម្រាប់ការប្រណាំងនាងមិនមែនទេទោះជាយ៉ាងណាក៏ដោយមានការចាប់អារម្មណ៍ជាពិសេសទាំងអស់ដែលនាងអាចគិតអំពីថាតើយិនមានឬអត់នរណាម្នាក់នៅក្នុងជីវិតរបស់គាត់ឬអត់ណាណែនាំពួកគេលេងហ្គេមតូចមួយលើគាត់ដើម្បីបង្ហាញអារម្មណ៍ពិតរបស់គាត់នាងស្នើឲ្យផ្ញើរូបថតម៉ូជាមួយបរិះម្នាក់ទៀតឲ្យគាត់មើលដើម្បីមើលប្រតិកម្មរបស់គាត់ហើយជាការពិតណាស់គ្មានបេក្ខជនណាល្អជាងរបស់ណាណាទេបងប្អូនជីដូនមួយគួរឲ្យហួសចិត្តណាស់បងប្អូនជីដូនមួយនោះប្រែជាคล้ายជាលីនពេលលីនមកដល់ណាណាដាក់ម៉ូនៅក្បែរគាត់ហើយថតរូបថតរហ័សដោយមិនមានអ្នកណាកត់សម្គាល់ទេនាងពន្យល់ពីជំហានបន្ទាប់ផ្ញើរូបថតរួមជាមួយនឹងទីតាំងបន្ទាប់មកធ្វើតាមវាជាមួយនឹងសារដែលនិយាយថាសំទោសនេះត្រូវបានផ្ញើទៅហើយនៅទីនេះដោយកំហុសហើយបិទភ្លាមទូរស័ព្ទពេលយិនឃើញរូបថតនោះភ្លាមគាត់លោតចូលទៅក្នុងឡានរបស់គាត់ហើយបើកបរត្រង់ទៅទីតាំងដើម្បីស្វែងយល់ថានាងជាអ្វីកំពុងធ្វើនៅឯពិធីជប់លៀងម៉ូដែលលេងជុំវិញហើយភ្លាមនោះសត្រូវម្នាក់របស់យិនគាត់បានសួរថាតើនាងនៅពិតជាប្អូនស្រីរបស់គាត់មែនឬប្រសិនបើយិនគ្រាន់តែកុហកគាត់ផ្ដល់ជូនដើម្បីផ្ដល់ឲ្យនាងបន្ថែមទៀតព័ត៌មានអំពីយិនប៉ុន្តែដំបូងនាងមានផឹកជាមួយគាត់ប្រកល់របស់ពិសេសមួយឲ្យនាងកញ្ចក់ការចង់ដឹងចង់ឃើញធ្វើឲ្យនាងឈ្នះហើយនាងផឹកពីចម្ងាយលីនសម្គាល់ឃើញថានាងចាប់ផ្ដើមញ័រខ្លួនមិនអាចឈរឲ្យនឹងគាត់ប្រញាប់មករកដឹងភ្លាមថាមានអ្វីមួយបានបន្ថែមទៅក្នុងភេសជ្ជៈរបស់នាងគាត់បាននាំនាងទៅកន្លែងរបស់គាត់ការិយាល័យដូច្នេះនាងអាចសម្រាករហូតដល់បងប្អូនជីដូនមួយរបស់គាត់មកជួយភ្លាមនោះយិនក៏ប្រញាប់ប្រញាល់ចូលមកហើយរុញលីងយ៉ាងខ្លាំងដោយព្យាយាមទាញគាត់ចេញពីនាងអ្នកទាំងពីរចាប់ផ្ដើមឆ្លោះគ្នាយ៉ាងសាហាវរហូតដល់មកភ្ញាក់ឡើងហើយប្រាប់យិនថាលីនមិនមានអ្វីពាក់ព័ន្ធនឹងរឿងនេះទេថាគាត់គ្រាន់តែជួយនាងប៉ុណ្ណោះនោះជាពេលដែលជីនគាត់សម្គាល់ឃើញរបស់នាងវាពិតជាក្រហមទឹកផ្លែឈើដែលនាងផឹកមានផ្ទុកផ្លែពេះហើយនាងមានអាឡែស៊ីនឹងវាគាត់នាំនាងទៅមន្ទីរពេទ្យភ្លាមមុននឹងចាក់ចេញគាត់ប្រាប់ថាគាត់នឹងសងជំងឺចិត្តគាត់ដែលបំផ្លាញថ្ងៃកំណើតរបស់គាត់នៅមន្ទីរពេទ្យគ្រូពេទ្យធានាពួកគេថានាងសុខសប្បាយទេប៉ុន្តែនាងត្រូវការស្នាក់នៅមួយថ្ងៃស្ថិតក្រោមការសង្កេតម៉ូមានអារម្មណ៍ថាមានកំហុសហើយសុំទោសដែលបានទៅកន្លែងបែបនោះដោយមិនប្រាប់គាត់នាងនៅតែឆ្ងល់ថាហេតុអ្វីបានជាគាត់មិនសួរអំពីរូបថតជាចុងក្រោយនាងមិនអាច
ទ្រាំទ្របានវានៅក្នុងទៀតទេនាងបានសួរគាត់ដោយផ្ទាល់ថាតើមាននរណាម្នាក់នៅក្នុងជីវិតរបស់គាត់ឬអត់ពីព្រោះប្រសិនបើមានគាត់នៅជាមួយនាងនៅក្នុងមន្ទីរពេទ្យអាចបង្កបញ្ហាគាត់ធានានាងថាគ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងនោះទេជីវិតរបស់គាត់ហើយគាត់គ្មានចិត្តណាអ្វីទេកំពុងគិតអំពីទំនាក់ទំនងនៅពេលនេះបេះដូងនាងលោតញាប់ដោយក្តីរីករាយទីបំផុតនាងទទួលបាននាងបានរងចាំបន្ទាប់ពីនាងត្រូវបានរំសាយចេញនាងចាប់ផ្ដើមដាក់សម្ពាធគាត់ម្ដងទៀតដើម្បីនាំនាងត្រឡប់ទៅកន្លែងរបស់គាត់វិញនាងប្រើយុទ្ធសាស្ត្រអារម្មណ៍ដូចគ្នារបៀបនាងឯកាណាស់គ្មានអ្នកណាមើលថែនាងពេលនាងជឿគាត់ចុះចាញ់ហើយនាំនាងទៅជាមួយគាត់ប៉ុន្តែតាមពិតទៅនាងមានហេតុផលមួយទៀតនាងចង់ស្វែងរករបស់គាត់កូនសោធ្វើពីដែកដូចដែលសាន់បានប្រាប់នាងនាងបង្វែរបន្ទប់ទាំងមូលឲ្យក្រឡាប់ចុះក្រោមប៉ុន្តែរកមិនឃើញអ្វីទេក្រោយមកនាងបានទៅជាមួយណាណាទៅសាលារៀនដើម្បីសួរអំពីការចុះឈ្មោះចូលរៀននីតិវិធីមានបញ្ហាតែមួយប៉ុណ្ណោះគឺនាងត្រូវចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាជាមុនសិនណាណាដោះស្រាយបញ្ហាភ្លាមពន្យល់ថាគ្រួសាររបស់នាងជាម្ចាស់វិជាស្ថានភាសានាងនាំម៉ូទៅកាន់ទីនោះចុះឈ្មោះពេលម៉ូត្រឡប់មកផ្ទះវិញនាងបានរកឃើញទ្វារត្រូវបានចាក់សោពីខាងក្រៅនាងសន្មតថាយេនបានធ្វើវាដោយចេតនាដូច្នេះនាងនឹងទៅស្នាក់នៅផ្ទះមួយទៀតប៉ុន្តែនៅពេលដែលនាងទៅដល់ទីនោះទ្វារក៏ចាក់សោដែរគ្មាននរណាម្នាក់ចម្លើយនាងហៅប្រពន្ធរបស់ឪពុកនាងដែរប្រាប់នាងថានាងបានធ្វើដំណើរទៅកាន់ភូមិជាមួយកូនស្រីរបស់នាងហើយនឹងមិនត្រឡប់មកវិញទេពីថ្ងៃបន្ទាប់មកនាងបានរកឃើញឪពុករបស់នាងដេកលក់នៅតាមផ្លូវក្បែរធុងសំរាមស្រវឹងទាំងស្រុងនាងព្យាយាមដាស់គាត់ឡើងដើម្បីឲ្យពួកគេអាចត្រឡប់ទៅផ្ទះវិញបានប៉ុន្តែគាត់បដិសេធអគ្គិសនីដាច់ហើយណាបើគ្មានម៉ាស៊ីនត្រជាក់ទេគឺគ្មានចំណុចក្នុងការត្រឡប់ទៅវិញនាងគ្រប់គាត់ដោយក្រណាត់មួយហើយអង្គុយក្បែរគាត់រងចាំប្រសិនបើសំណាងរបស់អ្នកជេនដើរកាត់ហើយឃើញពួកគេគាត់យល់ភ្លាមហើយនិយាយលេងសើចថានាងច្បាស់ជាមានគម្រោងចំណាយពេលមួយយប់នៅតាមផ្លូវជាមួយឪពុករបស់នាងគាត់ចំណាយពេលពួកគេត្រឡប់ទៅផ្ទះវិញហើយជួសជុលអគ្គិសនីនាងអាចស្នាក់នៅខាងក្នុងបានគាត់ប្រាប់នាងថាគាត់ធ្វើដំណើរពីរបីថ្ងៃដើម្បីយកគ្រឿងបន្លាស់ដែលគាត់តម្រូវការនាងប្រាប់គាត់ថានាងបានសម្រេចចិត្តស្នាក់នៅទីនេះហើយបានចាប់ផ្ដើមរួចហើយដំណើរការដាក់ពាក្យសុំចូលរៀនគាត់ពិតជាសប្បាយចិត្តណាស់គាត់សួរនាងថាតើនាងពិតជាប្រកបណាស់តើនាងមិនផ្លាស់ប្ដូរចិត្តទេមួយខែហើយសម្រេចចិត្តទៅប្រទេសកាណាដាបន្ទាប់ពីទាំងអស់នាងធានាគាត់ថានេះជារបស់នាងការសម្រេចចិត្តចុងក្រោយនាងចង់ស្នាក់នៅជាមួយគាត់បន្ទាប់ពីនោះជីនបានស្វែងរកគឺគ្រប់ទីកន្លែងសម្រាប់គ្រឿងបន្លាស់ដែលគាត់ត្រូវការសម្រាប់ឡានរបស់គាត់ប៉ុន្តែរកមិនឃើញនៅកន្លែងណាទេគាត់យល់ថាគ្មានជំរឿអ្វីក្រៅពីធ្វើពួកគេផ្ទាល់ពេលថ្ងៃប្រណាំងមកដល់គាត់ឈ្នះនឹងឡើងទៅកាន់ចំណាត់ថ្នាក់កម្ពុជាខ្លាយជាសមាជិកក្រុមជាផ្លូវការគាត់ហើយដៃគូអាចកំបាំងរបស់គាត់ដើម្បីធានាគាត់ថាអ្វីកំពុងដំណើរការទៅយ៉ាងពិតប្រាកដតាមផែនការនៅថ្ងៃបន្ទាប់មកក៏ទៅជាមួយណាណាទៅកាន់បន្ទប់តាំងបង្ហាញរថយន្តរបស់លីននាងភ្ញាក់ផ្អើលនឹងរថយន្តហើយចាប់ផ្ដើមបើកបររូបថតពីគ្រប់មុំពេលលីនឃើញពួកគេនៅលើកាមេរ៉ាសុវត្ថិភាពគាត់ហើយបងប្អូនជីដូនមួយរបស់គាត់ឲ្យយកណាណាដោយសម្ងាត់ចេញទៅឆ្ងាយដើម្បីឲ្យគាត់អាចនិយាយជាមួយម៉ូតែម្នាក់ឯងគាត់សួរនាងរុញនាងទៅរកគាត់ដោយចោទប្រកាន់នាងនៃការព្យាយាមចូលទៅជិតបងប្អូនជីដូនមួយរបស់គាត់ដើម្បីទៅដល់គាត់ម៉ូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគាត់ទំនុកចិត្តនាងមិនដឹងថាគាត់ជានរណាទេគឺនាងប្រាប់គាត់ថានាងនៅទីនោះតែក្រៅពីចង់ដឹងចង់ឃើញអំពីយន្តហើយនិយាយដោយស្មោះត្រង់ទៅរថយន្តនៅទីនោះមិនគួរឲ្យចាប់អារម្មណ៍តតែសោះលីនមានអារម្មណ៍ថាត្រូវគេប្រមាថនាងអាចរិះគន់បានគាត់ប៉ុន្តែមិនមែនគ្រួសារគាត់ទេគាត់ផ្ដល់ជូនជិះឡាននាងទៅលេងដើម្បីបញ្ជាក់វាមិនធម្មតាទេនាងយល់ស្របនឹងឡានបានតាក់ទាញចំណាប់អារម្មណ៍របស់នាងយ៉ាងណាក៏ដោយក្នុងអំឡុងពេលជិះនាងបានសួរអំពីរាល់ព័ត៌មានលម្អិតនៃឡានដោយនិយាយថានាងមានមិត្តម្នាក់ដែរស្រឡាញ់រថយន្តដូចគ្នាដែរគាត់លេងព្រមទាំងជូននាងទៅផ្ទះនៅពេលនោះនាងប្រពន្ធរបស់ឪពុកឃើញពួកគេនៅជាមួយគ្នាហើយទូរស័ព្ទទៅយិនភ្លាមហើយប្រាប់គាត់ថាប្អូនស្រីរបស់គាត់ហាក់ដូចជាមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ហើយថាគាត់គួរតែចូលទៅជិតនាងត្រូវប្រកាសថានាងមិនត្រូវបានគេបោកបញ្ឆោតជីនគឺជាខឹងសម្បាយ៉ាងខ្លាំងគាត់នាំម៉ូចេញទៅដើរលេងហើយប្រាប់នាងពីរឿងមួយពីសាលារៀនអំពីគូស្នេហ៍មួយគូដែលក្មេងប្រុសបានប្រើក្មេងស្រីឲ្យបង្ហាញទៅមិត្តភ័ក្តិរបស់គាត់ដោយចែករំលែកឯកជនព័ត៌មានលម្អិតអំពីទំនាក់ទំនងរបស់ពួកគេពេលណាក្មេងស្រីនោះបានដឹងនាងក៏ធ្លាក់ទឹកចិត្តហើយលោតចុះពីលើអគារមួយមកមានអារម្មណ៍ថាគាត់បំភ្លើសមិនមែនទំនាក់ទំនងទាំងអស់សុទ្ធតែបញ្ចប់នោះទេជាសោកនាដកម្មពេលពួកគេត្រឡប់ទៅសិក្ខាសាលាពួកគេបានរកឃើញថាមិត្តភ័ក្តិរបស់គាត់កំពុងបានប្រមូលផ្ដុំគ្នារួចហើយនៅសិក្ខាសាលាកំពុងរងចាំសម្រាប់ពួកគេដើម្បីឲ្យពួកគេអាចញ៉ាំអាហារជាមួយគ្នាបានមកចូលទៅខាងក្នុងដើម្បីលាងដៃរបស់នាងហើយភ្លាមនោះនាងបានរកឃើញខៃរ៉ាឈូនៅក្នុងនោះនៅពីមុខនាងសម្លឹងមើលនាងហើយសួរដោយត្រង់ដូច្នេះអ្នកគឺជាពស់ពណ៌បៃតងមនុស្សគ្រប់គ្នានៅតែនិយាយអំពីគីរ៉ាញឹមហើយបាញ់តបវិញភ្លាមហើយអ្នកត្រូវតែខ្លាយជាប្អូនស្រីតូចដែលនៅការប្រកួតប្រដាល់ភាពតានតឹងរវាងពួកគេការឡើងភ្លាមស្ទើរតែប្រែទៅជាប្រយុទ្ធប៉ុន្តែយានមកដល់ចំណុចល្អឥតខ្ចោះមួយផ្លែតហើយបិទអ្វីទាំងអស់មុនពេលវាកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលពួកគេទាំងអស់គ្នាអង្គុយចុះញ៉ាំទៅវាច្បាស់ណាស់ថាគីរ៉ាច្រណែនខ្លាំងណាស់ជាពិសេសចំពោះផ្លូវនោះមនុស្សគ្រប់គ្នាចាត់ទុកម៉ូហើយនៅពេលដែលយានចាប់ផ្ដើមបំបែកអាហារជាបំណែកសម្រាប់ម៉ូភ្លាមនៅពីមុខអ្នករាល់គ្នាការច្រណែនរបស់គីរ៉ាពុះកញ្ជ្រោលចប់ហើយនាងបន្តព្យាយាមចូលទៅចិត្តជីនព្យាយាមបញ្ជាក់ខ្លួនឯងច្រើនជាងអ្នកណាដែលគាត់
ប្រព្រឹត្តចំពោះនាងដោយសប្បុរសដែរជាចុងក្រោយជីនស្រែកឡើងគាត់គូសសមរបស់គាត់យ៉ាងណែនចូលទៅក្នុងតូបដោយបញ្ជាក់ឲ្យច្បាស់ថាគាត់មិនអាចបញ្ឈប់នាងហើយចង់ឲ្យនាងដកថយពេលនោះម៉ូចាប់យកចានរបស់នាងហើយរត់ទៅបន្ទប់របស់នាងដោយធ្វើពុតជានាងកំពុងរៀនគាត់នឹងមិនសុំឲ្យនាងចេញទេនាងរងចាំរហូតដល់សាន់ចូលមកមើលនាងសួរគាត់ដោយផ្ទាល់ថាតើយិនមានអារម្មណ៍ចំពោះគីរ៉ាសានធានានាងថារឿងនេះទំនាក់ទំនងគឺមិនអាចទៅរួចទេគីរ៉ាគឺជាកូនស្រីរបស់មេដឹកនាំក្រុមអនហ្គេងក្រោយមកអេដែលចេញទៅមើលបរិយាកាសនាងបានរកឃើញយិននិងខៃរ៉ាឆូតែម្នាក់ឯងកំពុងនិយាយនាងលាក់ខ្លួននៅពីក្រោយឡានមួយដើម្បីស្ដាប់ប៉ុន្តែយិនក៏សម្គាល់នាងហើយនិយាយដោយប្រយោលកាយវិការសម្រាប់នាងចាក់ចេញបន្ទាប់មកគាត់ប្រាប់នាងលែងមកសិក្ខាសាលាទៀតហើយសួរថានាងពិតជាកំពុងធ្វើអ្វីនៅទីនោះនាងរកលេសដោយនិយាយថានាងគ្រាន់តែជាសម្អាតឡានហើយថានាងមិនអាចទៅបានទេត្រឡប់ទៅផ្ទះវិញហើយព្រោះខ្យល់អាកាសម៉ាស៊ីនត្រជាក់ខូចហើយកម្ដៅក៏ខូចមិនអាចទ្រាំទ្របាននាងរត់ទៅបន្ទប់របស់នាងហើយចាក់សោទ្វារព្រឹកបន្ទាប់នាងគេងលើសម៉ោងហើយយឺតសម្រាប់សាលានាងបានបង្ហើបព័ត៌មានសម្ងាត់ដោយសង្ឃឹមថាយិននឹងយកអាណិតនាងហើយឲ្យនាងជិះទៅបន្ទាប់ពីគាត់យល់ស្របនឹងការតស៊ូខ្លះមុនពេលនាងចេញពីឡានគាត់ក៏ប្រគល់នាងទៅឲ្យអាហារពេលព្រឹកជាថ្នូរនឹងការនេះនាងបានផ្ដល់ឲ្យគាត់នៅការអញ្ជើញពីសាលាសម្រាប់កិច្ចប្រជុំឪពុកម្ដាយគាត់ពិតជាសប្បាយចិត្តណាស់រំភើបចិត្តដែលនាងចាត់ទុកគាត់ជាក្រុមគ្រួសាររបស់នាងទន្ទឹមនឹងនេះលីននៅតែកំពុងស្វែងរកម្ចាស់ឡានពណ៌ខ្មៅគាត់ឈប់មើលភោជនីយដ្ឋានរបស់ឪពុកម៉ូកំពុងចងចាំដែលនាងធ្លាប់និយាយថានាងមានមិត្តម្នាក់ដែលស្រឡាញ់រថយន្តដូចគាត់នៅពេលដែលគាត់ឃើញយិនកំពុងជួយធ្វើការនៅភោជនីយដ្ឋានគាត់ដឹងភ្លាមថារឿងនេះត្រូវតែជាមនុស្សដែលគាត់កំពុងស្វែងរកនៅថ្ងៃបន្ទាប់ជីនបានឲ្យសាលាទៅម៉ូគាត់ធ្លាប់ពាក់មិត្តភ័ក្តិរបស់គាត់ទាំងអស់សុទ្ធតែភ្ញាក់ផ្អើលគាត់ចាត់ទុកអាវនោះដូចជាវត្ថុបុរាណប្រវត្តិសាស្ត្រអ្វីមួយដែរមិនគួរត្រូវបានផ្ដល់ឲ្យនរណាម្នាក់ឡើយនៅពេលដែលម៉ូស្លៀកវាទៅសាលារៀនសូម្បីតែមិត្តរួមថ្នាក់របស់នាងមានការភ្ញាក់ផ្អើលពួកគេសួរនាងថានាងមកពីណាវាឡូកូសាលានៅលើវាត្រូវបានប៉ាក់មានហើយមានតែសិស្សពូកែប៉ុណ្ណោះទទួលអាវនោះទីបំផុតនាងយល់ពីមូលហេតុដែលគាត់កាន់វាយ៉ាងនេះយ៉ាងតឹងរ៉ឹងបន្ទាប់ពីចេញពីសាលារៀននាងទៅអង្គុយជាមួយសាន់នៅហាងរបស់គាត់ដោយចៃដន្យនាងខ្សាច់បានកត់សម្គាល់ឃើញឆ្កែមួយក្បាលដែលមើលទៅគួរឲ្យអាណិតរឿងរបស់នាងដែលម្ដាយរបស់វាបោះបង់ចោលវាភ្លាមបន្ទាប់ពីកំណើតដែលគាត់បានរកឃើញវានៅលើផ្លូវហើយយកវាចូលដោយក្តីអាណិតគាត់ណែនាំថាប្រសិនបើនាងចូលចិត្តវាខ្លាំងនោះអាចយកវាទៅចិញ្ចឹមនៅ Jens បាននាងដឹងថា Jens នឹងមិនដែលយកព្រមឡើយប៉ុន្តែនាងសម្រេចចិត្តព្យាយាមយ៉ាងណាក៏ដោយប្រហែលជាខ្លះមនុស្សជាតិដែលលាក់កំបាំងនៅក្នុងគាត់នឹងភ្ញាក់ឡើងដោយការរំពឹងទុកគាត់បដិសេធដោយនិយាយថានាងនឹងចាក់ចេញឆាប់ហើយបោះបង់ចោលឆ្កែពាក្យសម្ដីរបស់គាត់ធ្វើឲ្យនាងខឹងយ៉ាងខ្លាំងនាងដឹងខ្លួនគាត់កំពុងប្រព្រឹត្តចំពោះនាងតាមរបៀបដូចគ្នាដោយរក្សាចម្ងាយរបស់គាត់ព្រោះគាត់ខ្លាចនាងក៏បានបោះបង់គាត់ដែរនាងក៏ប្រញាប់ចេញទៅយកឈ្នះដោយអារម្មណ៍មានទោសជីនត្រឡប់ទៅសានវិញហើយយកឆ្កែទៅឲ្យនាងនៅថ្ងៃបន្ទាប់ពេលម៉ូត្រឡប់មកពីសាលារៀនវិញហើយឃើញឆ្កែនាងរីករាយជាខ្លាំងនាងប្រញាប់ប្រញាល់ដើម្បីអរគុណគាត់សម្រាប់ការយល់ព្រមជាចុងក្រោយមកនាងធ្វើតេស្តបានបើកបរឆ្លងកាត់ណាប្រាប់នាងថានេះជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្ដើមហ្វឹកហាត់យ៉ាងហ្មត់ចត់ជាមួយរថយន្តផងដែរនៅថ្ងៃនេះការប្រណាំងលើភ្នំរវាងលីននិងសានមកដល់ហើយម៉ូទៅមើលមុនម៉ោងអ្វីទាំងអស់តាំងពីដើមដំបូងមកនៅពេលដែលលីនឃើញនាងគាត់ក៏ចាប់ផ្ដើមការសន្ទនារៀបចំទឹកផ្លែឈើសម្រាប់នាងដោយខ្លួនឯងហើយផ្ដល់ជូនដើម្បីបើកឡាននាងឡើងលើភ្នំចាប់តាំងពីសានមិនទាន់មកដល់នៅឡើយទេហើយផ្លូវនៅវែងឆ្ងាយណាស់នាងយល់ស្របផ្ដោតលើឡានរបស់គាត់ឆ្លើយសំណួរទាំងអស់របស់នាងអំពីការប្រណាំងនិងរថយន្តដែលតាក់ទាញនាងទាំងស្រុងនេះជាលើកដំបូងហើយដែលសែនបានចូលរួមក្នុងការប្រណាំងលើភ្នំគាត់តស៊ូជាមួយផ្លូវប៉ុន្តែទៅដល់ទាន់ពេលដោយម៉ូអេនិយាយលេងសើចបន្តិចតើគាត់ដកខ្លួនចេញពីការប្រណាំងមុនពេលគាត់ខ្មាស់អៀនខ្លួនឯងប៉ុន្តែរបស់គាត់ទំនុកចិត្តលើសលប់គ្រប់ដណ្ដប់គាត់រមៀលខ្លួនឡើងបង្អួចហើយចូលទៅក្នុងអារម្មណ៍ពេលគាត់ចាប់ផ្ដើមគាត់ក៏រេចអង្គោតដោយចៃដន្យចាក់ចេញលីនឈប់ភ្លាមរួចចុះពីលើឡានហើយនិយាយថាគ្រប់គ្រាន់ហើយគាត់បានដឹងខ្លួនហើយតែម្ចាស់រថយន្តពណ៌ខ្មៅនោះជានរណាដណ្ដើមយកមុខរបស់យិនពីសែនដោយមានបំណងចង់ប្រគល់វាទៅគាត់ផ្ទាល់នៅតាមផ្លូវចុះពីលើភ្នំវិញម៉ូសុំបើកឡានការពន្យល់ថាការចុះមកគឺពិបាកជាងការឡើងភ្នំនៅពេលដែលពួកគេទៅដល់នៅខាងក្រោមលីនកំពុងរងចាំពួកគេទាំងភ្ញាក់ផ្អើលដើម្បីដឹងថានាងបានបញ្ចប់ការចុះមកនៅឆ្នាំត្រឹមតែ23នាទីប៉ុណ្ណោះក្រោយមកម៉ូតែលកង្ហាគាត់ត្រូវការផ្លាស់ប្ដូររូបរាងរបស់គាត់កាត់សក់របស់គាត់ដែលគ្រប់ដណ្ដប់ពាក់កណ្ដាលមុខរបស់គាត់ហើយអាប់ដេតរចនាប័ទ្មរបស់គាត់ឬគ្មានស្ត្រីណាម្នាក់នឹងមើលឡើយគាត់នៅថ្ងៃបន្ទាប់នៅពេលដែលនាងទៅនៅក្នុងសិក្ខាសាលានាងស្ទើរតែមិនស្គាល់គាត់បានធ្វើអ្វីគ្រប់យ៉ាងដែលនាងបានណែនាំនាងចំណាយ10នាទីសរសើរគាត់ដោយបើកចំហរូបរាងថ្មីរបស់គាត់រហូតដល់យេនទ្រាំមិនបានទៀតហើយដោយការច្រណែនឈ្នានេះជីនក៏ហៅនាងមកហើយទាមទារឲ្យដឹងពីមូលហេតុដែលនាងមកសិក្ខាសាលារាល់ថ្ងៃហេតុអ្វីនាងព្យាយាមនៅតែចិត្តគាត់ជាពិសេសនៅពេលដែលនាងដឹងថាពួកគេមិនមែនពិតជាបងប្អូនបង្កើតទៀតហើយគាត់បានសួរនាងច្បាស់ណាស់ប្រសិនបើនាងកំពុងធ្វើរឿងទាំងអស់នេះដោយសារតែនាងចង់បានអ្វីមួយរវាងពួកគេនាងភ័យស្លន់ស្លោចំពោះភាពត្រង់របស់គាត់ហើយរុញគាត់ចេញទៅហើយចាក់ចេញក្រោយមកនៅថ្ងៃនោះលីនទៅភោជនីយដ្ឋានម្ដងទៀតដើម្បីជួបជិនគាត់ប្រគល់តាក់ស៊ីរបស់គាត់មកវិញឥឡូវនេះពេញហើយប្រកាសណាស់ថាយេនជាម្ចាស់ឡានខ្មៅគាត់អញ្ជើញគាត់ឲ្យប្រណាំងជាមួយគ្នាប៉ុន្តែយេនបញ្ជាក់យ៉ាងច្បាស់ថាគាត់គ្មានចំណាប់អារម្មណ៍លើការប្រកួតប្រជែងរបស់កុមារនឹងដែលចេញការផ្ដោតអារម្មណ៍តែមួយគត់របស់គាត់ឥឡូវនេះគឺការដាក់ក្នុងចំណោមកម្ពុជាទាំង3នៅក្នុងការប្រណាំងគាត់គឺជាបានចូលរួច
ហើយនោះហើយជារបៀបដែលពួកគេនឹងស្វែងរកព័ត៌មានដែលពួកគេកំពុងស្វែងរកដោយសារតែគាត់ខ្វះជំនាញជាក់លាក់គាត់ងាកទៅរកឪពុករបស់គាត់ដើម្បីសុំដំបូន្មានរបស់គាត់ឪពុកពន្យល់ថាគាត់ត្រូវតែធ្វើជាម្ចាស់លើរាល់ផ្នែកមួយនៃឡានរហូតដល់ដៃរបស់គាត់រើដោយសភាពគិតជីនទាញយកប្រយោជន៍ពីនេះហើយចាប់ផ្ដើមធ្វើការងារដឹកជញ្ជូននៅភោជនីយដ្ឋានរបស់ឪពុកគាត់ប្រើពណ៌ខ្មៅរថយន្តរៀនច្បាស់ពីអ្វីដែលត្រូវការកែតម្រូវនៅពេលណាដែលមានអ្វីមួយកើតឡើងខុសហើយគាត់ជួសជុលវាជាមួយឪពុករបស់គាត់ជួយផងទន្ទឹមនឹងនេះម៉ូដដកខ្លួនចេញពីខ្លួនឯងពីគាត់មិនអាចយល់ពីអ្វីដែលគាត់មានន័យដោយពាក្យរបស់គាត់នៅថ្ងៃដំបូងរបស់នាងនៅសាលារៀនបរិសម្នាក់ឈ្មោះ K ស្រាប់តែជាប់គាំងទៅកាន់នាងដោយគ្មានការណែនាំណាមួយឡើយដោយព្យាយាមពេញមួយថ្ងៃដើម្បីចាប់ផ្ដើមការសន្ទនានាងទីបំផុតលាក់ខ្លួននៅក្នុងបន្ទប់ទឹករត់គេចពីគាត់រួចក៏ឡើងតាមបង្អួចដោយដឹងថាគាត់នឹងរងចាំនៅខាងក្រៅនោះជាពេលនាងឃើញយិនមានការសង្ស័យបរិសម្នាក់សម្លឹងមើលហើយយកកាបូបពីគាត់ប្រគល់ស្រោមសម្បត្តិលុយមួយនាងឆ្ងល់ថាតើវាជារបស់ខុសច្បាប់ឬអត់ពីមុននាងអាចប្រឈមមុខនឹងគាត់បានហើយ K ក៏លេចមុខមកម្ដងទៀតនាងស្រែកដាក់គាត់ហើយសួរថាតើគាត់រកឃើញយ៉ាងដូចម្ដេចនាងរួចក៏ចាក់ចេញទៅនាងសួរយិនថាតើគាត់មកឬអត់ដើម្បីលើកនាងឡើងហើយគាត់ក៏នាំនាងទៅជាមួយដែរនៅកណ្ដាលផ្លូវបើកបរគាត់ដោយចៃដន្យសួរថាបុរសដែលឈរនៅស្ងៀមនោះជានរណានៅក្បែរនាងការច្រណែនរបស់គាត់ច្បាស់ណាស់នៅថ្ងៃបន្ទាប់នាងទៅសិក្ខាសាលាម្ដងទៀតសានស្វាគមន៍នាងមកវិញយ៉ាងកក់ក្ដៅប៉ុន្តែនាងឆាប់ខឹងម្ដងទៀតហើយចាក់ចេញនោះល្ងាចមិញយិនអង្គុយតែម្នាក់ឯងគូរូបនាងចាក់ឡើងវិញនៅរាល់អនុស្សាវរីយ៍ដែលពួកគេបានចែករំលែកចាប់តាំងពីនាងមកដល់ទីបំផុតគាត់ខ្លាចជាអារម្មណ៍ជាក់លាក់របស់គាត់ចំពោះនាងប៉ុន្តែនៅតែមិនដឹងថាពេលណាទេសារភាពនៅក្នុងពេលជាមួយគ្នានេះលីននៅតែបន្តវិលវល់ឥតឈប់ឈរកំពុងរកវិធីណាមួយដើម្បីបញ្ចុះបញ្ចូលយិនប្រណាំងជាមួយគាត់រៀនពីម្នាក់ក្នុងចំណោមគាត់មិត្តភ័ក្តិដែលយិនកំពុងស្វែងរកគ្រឿងបន្លាស់រថយន្តជាក់លាក់ប៉ុន្តែរកមិនឃើញគ្រប់ទីកន្លែងទន្ទឹមនឹងនេះមកអនុវត្តកំពុងបើកបររថយន្តរបស់សាមប៉ុន្តែនៅតែមានអារម្មណ៍មានអ្វីមួយបាត់ណាណែនាំការនាំនរណាម្នាក់មកជួយហើយជាការពិតណាស់គ្មានជំរឿនណាល្អជាងបងប្អូនជីដូនមួយរបស់នាងទេគាត់បង្ហាញខ្លួនភ្លាមដោយជឿជាក់ថាម៉ូគឺជាមធ្យោបាយតែមួយគត់ដើម្បីទៅដល់ជីនគាត់ចំណាយពេលពេញមួយថ្ងៃជាមួយនាងនៅក្នុងរបស់គាត់ឡានធ្វើអ្វីគ្រប់យ៉ាងដែលនាងសុំដោយសម្ងាត់ថតរូបជាមួយនាងគ្រប់ពេលនៅថ្ងៃបន្ទាប់ជីនទៅសាលារៀនរបស់ម៉ូអេសម្រាប់កិច្ចប្រជុំឪពុកម្ដាយដូចនាងដែរបានសួរពេលនាងឃើញថាគាត់ពិតជាបានមករកនាងរីករាយខ្លាំងហើយនិយាយលេងសើចថាគាត់មើលទៅក្មេងពេកមិនអាចធ្វើជានាងបានទេអាណាព្យាបាលនៅតាមផ្លូវត្រឡប់មកវិញវាចាប់ផ្ដើមភ្លៀងធ្លាក់ខ្លាំងគាត់ដើរជាមួយនាងពេញផ្លូវត្រឡប់ទៅផ្ទះវិញហើយធ្វើភេសជ្ជៈក្ដៅឲ្យនាងបានសួរដើម្បីប្រាប់នាងអំពីកុមារភាពរបស់ពួកគេអនុស្សាវរីយ៍នាងនៅក្មេងពេកមិនអាចចងចាំបានភាគច្រើននៃពួកគេនឹងអំពីមូលហេតុពិតប្រាកដឪពុកម្ដាយរបស់នាងបានលែងលះគ្នាគាត់ប្រាប់នាងថាពួកគេធ្លាប់ឆ្លោះប្រកែកគ្នាឥតឈប់ឈរពួកគេធ្លាប់តែងតែខុសគ្នាតែងតែប៉ះទង្គិចគ្នាប៉ុន្តែបញ្ហាពិតប្រាកដដែលនៅទីបំផុតមូលហេតុដែលធ្វើឲ្យឪពុកម្ដាយរបស់នាងបែកគ្នាគឺដោយសាររឿងនេះបន្ទាប់ពីមួយក្នុងចំណោមពួកគេឪពុករបស់នាងបានបំបែករុក្ខជាតិដែលម្ដាយរបស់នាងស្រឡាញ់បំផុតចំពោះគាត់វាគ្មានអ្វីទេគ្រាន់តែជារុក្ខជាតិមួយមិនមែនជារុក្ខជាតិធំមួយទេកិច្ចព្រមព្រៀងតតែសោះគាត់មិនបានព្យាយាមសំបីតែសូមអភ័យទោសចំពោះអ្វីដែលគាត់បានធ្វើនៅពេលដែលមកឬបែបនេះនាងបានសួរយិនថាពេលណាគាត់មានគម្រោងដើម្បីគិតអំពីអាពាហ៍ពិពាហ៍សំណួរមានអារម្មណ៍ចម្លែកចំពោះគាត់មិនដែលគិតទេអំពីអាពាហ៍ពិពាហ៍តតែសោះគាត់ចាក់ចេញដោយស្ងាត់ដូច្នេះនាងអាចគេងលក់ស្រួលខណៈពេលដែលគាត់ចិត្តនៅតែវិលវល់ក្នុងគំនិតដដែលបានចំណាយពេលជាច្រើនឆ្នាំមកនេះគិតអំពីនាងឆ្ងល់ថាតើនាងបានផ្លាស់ប្ដូរប៉ុន្មានអ្វីដែលគាត់មិនដែលនឹកស្មានថាខ្លួនឯងមានជម្រៅប៉ុណ្ណានោះទេអារម្មណ៍ចំពោះនាងនឹងផ្លាស់ប្ដូរក្រោយមកលីននៅឯបន្ទប់តាំងបង្ហាញរបស់គាត់ពេលគាត់ទទួលបានសារពីយិនស៊ូជួបជាមួយឡៃដឹងថានេះគឺដោយសារតែរូបថតដែលគាត់បានផ្ញើជាមួយម៉ូហើយគាត់មានអារម្មណ៍ថាផែនការនេះគឺដំណើរការល្អឥតខ្ចោះពេលពួកគេជួបគ្នាវាជាជាក់ស្ដែងជីនខឹងគាត់ប្រមានលីនឲ្យនៅឲ្យឆ្ងាយពីនាងលីនប្រាប់គាត់ដោយស្ងប់ស្ងាត់នាងមិនមែនជាចំណាប់អារម្មណ៍របស់គាត់តតែសោះការផ្ដោតអារម្មណ៍របស់គាត់គឺស្ថិតនៅលើយិនទាំងស្រុងគាត់បានស្នើឲ្យមានការប្រណាំងប្រជែងបើលីនឈ្នះគាត់សន្យាថានឹងមិនបង្ហាញខ្លួនទេនៅចំពោះមុខមុំម្ដងទៀតគាត់ប្រគល់ជីនមួយកាសស្ដាប់ត្រចៀកដើម្បីឲ្យពួកគេអាចនិយាយគ្នាបានក្នុងអំឡុងពេលប្រណាំងជីនយល់ព្រមហើយសួរថាតើមានទេច្បាប់ផ្សេងទៀតដែលគាត់ចង់បន្ថែមមុនពេលពួកគេចាប់ផ្ដើមអំឡុងពេលប្រណាំងលីនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការបើកបររបស់យិនដោយការគ្រប់គ្រងរបស់គាត់សភាពគិតនិងចំនួននៃការកែប្រែដែលគាត់សម្គាល់ឃើញនៅក្នុងឡានគាត់បន្តសួរសំណួរដោយចាប់អារម្មណ៍ទីបំផុតជីនឈ្នះបន្ទាប់មកលីនអញ្ជើញគាត់ឲ្យធ្វើដំណើរជាមួយក្រុមប្រទេសបារាំងដើម្បីចូលរួមក្នុងការប្រកួតខែបន្ទាប់ជីនបដិសេធគាត់មិនចាប់អារម្មណ៍ទេគាត់ដកការស្ដាប់ចេញហើយដើរចេញមុនពេលលីនអាចដាក់សម្ពាធគាត់បន្ថែមទៀតបន្ទាប់ពីនោះជីនបានទៅជួបម៉ូគាត់បានរកឃើញនាងឈរនៅតាមផ្លូវជាមួយក្រុមមួយកំពុងរងចាំគាត់ច្រៀងចម្រៀងឲ្យគាត់បទចម្រៀងមនោសញ្ចេតនាបទចម្រៀងប្រយោលទន់ភ្លន់ការសារភាពពេលនាងសារភាពចប់គាត់ក៏យកនាងជាមួយគាត់ហើយពួកគេទៅអង្គុយក្បែរសមុទ្រនាងចង់ឃើញផ្កាយនាងសួរគាត់ថារបៀបបានប្រារព្ធពិធីចូលឆ្នាំថ្មីទាំងអស់នេះឆ្នាំប៉ុន្តែគាត់ពិតជាមិនចាំទេគាត់មិនដែលខ្វល់ពីឱកាសបែបនោះទេគាត់សន្យាជាមួយនាងថាឆ្នាំនេះគាត់នឹងអបអរសាទរជាមួយនាងនៅថ្ងៃបន្ទាប់នៅសាលារៀនម៉ូទៅជួបបុរសដែលនាងបានជួបជាមួយជីនអ្នកដែលប្រគល់កាបូបឲ្យគាត់ហើយបានយកលុយដើម្បីសួរថាគាត់បានឲ្យអ្វីពិតប្រាកដគាត់ពន្យល់ថាវាមិនមែនជាអ្វីទេគ្រោះថ្នាក់ណាស់គ្រាន់តែគំនូរការរចនាផ្នែកខាងក្នុងរថយន្តដែលយកចេញពីបងប្រុសរបស់គាត់ដែលជាជាងមេកានិកវិស្វករទីបំផុតនាងមានអារម្មណ៍ធូរស្រាលមួយថ្ងៃបន្ទាប់ពីនោះមិត្តរួមថ្នាក់ម្នាក់របស់នាងប្រាប់នាងពីរឿងថ្មីឥឡូវនេះនាងយល់ពីមូលហេតុដែលមនុស្សគ្រប់គ្នាហៅនាងបងប្រុសថយជាត្រឡប់ទៅសាលារៀនវិញគាត់ចូលក្នុងពូជសាសន៍ខុសច្បាប់ជាបន្តឈ្មោះ
ឈ្មោះហៅក្រៅបានមកពីល្បឿនដ៏អស្ចារ្យរបស់គាត់ទេមនុស្សម្នាក់អាចយកឈ្នះគាត់បានអ្វីដែលចម្លែកគឺថារថយន្តរបស់គាត់ត្រូវបានរឹបអូសភ្លាមហើយគាត់បានបាត់ខ្លួនទាំងស្រុងពីឈុតឆាកត្រឹមតែ2ខែមុនចូលរៀននៅសាកលវិទ្យាល័យការប្រឡងទោះបីជាគាត់តែងតែជាម្នាក់ក្នុងចំណោមសិស្សពូកែម៉ូមានអារម្មណ៍ធ្ងន់នៅខាងក្នុងជីវិតរបស់គាត់ពិតជាលំបាកណាស់ហើយនាងនៅតែមានអារម្មណ៍មានបំណែកមួយបាត់នៅចំកណ្ដាលនៃអ្វីទាំងអស់នាងផ្ញើសារទៅគាត់គ្រាន់តែជារូបថតដប់ទឹករបស់នាងដែលកំពុងព្យាយាមដើម្បីចាប់ផ្ដើមការសន្ទនាពេលគាត់ពង្រេកនៅក្នុងនោះគាត់ឃើញការឆ្លុះបញ្ចាំងរបស់នាងមិត្តរួមថ្នាក់លើដប់គាត់ខឹងយ៉ាងខ្លាំងបុរសនោះជាប់នឹងនាងដោយកៅពេលណានាងចាក់ចេញពីសាលារៀនជីងកំពុងរងចាំបើកឡានដឹកនាងទៅផ្ទះពេលគាត់ឃើញបុរសដែលនោះដើរជាមួយនាងម្ដងទៀតគាត់បានឲ្យគាត់មួយសម្លឹងមើលទៅចំហៀងយ៉ាងមុតស្រួចហើយបុរសនោះក៏ដកថយភ្លាមក្រោយមកម៉ូនៅជាមួយណែណាកំពុងរៀបចំសម្រាប់ពិធីបុណ្យសាលានៅពេលគីរ៉ាលេចមុខឡើងភ្លាមហើយសុំនិយាយគីរ៉ាមានអារម្មណ៍ថាម៉ូមានអារម្មណ៍ភ័យបន្តិចរួចក៏និយាយដោយត្រជាក់វាចម្លែកណាស់ដែលយើងចង់បានមាននរណាម្នាក់នៅសប្តាហ៍នេះម៉ូស្រែកឡើងភ្លាមពេលដឹងខ្លួនការប្រមាថនេះគឺជាចេតនាយ៉ាងណាក៏ដោយនាងយល់ព្រមទៅជាមួយនាងហើយនិយាយយ៉ាងម៉ឺងម៉ាត់ណាមិនត្រូវប្រាប់ជីនថានាងនឹងទៅណាទេទោះបីជាគាត់ក៏ដោយសួរថានាងមិនមែនជាក្មេងទេនាងអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់នាងបានប៉ុន្តែខេរ៉ាមិនមានបំណងធ្វើបាបទេនាងនាំម៉ូទៅហាងកាហ្វេហើយប្រាប់នាងពីរបៀបដែលនាងបានជួបជិនដំបូងគាត់ចាប់ផ្ដើមធ្វើការនៅសិក្ខាសាលារបស់ពួកគេខណៈពេលដែលគាត់កំពុងសិក្សាថ្ងៃមួយនាងដើរកាត់ហើយឃើញគាត់កំពុងធ្វើការនាងចាប់អារម្មណ៍ភ្លាមនាងមិនដែលឃើញមាននរណាម្នាក់ធ្វើការដោយភាពស្មោះត្រង់បែបនេះហើយវិន័យគាត់បានព្យាបាលអ្វីគ្រប់យ៉ាងខាងសិក្សាតែងតែហុំព័ទ្ធដោយសៀវភៅនិងកំណត់ចំណាំដោយសិក្សារាល់ព័ត៌មានលម្អិតនៃឡាននាងបានព្យាយាមច្រើនដងដើម្បីចូលទៅចិត្តចំពោះគាត់ប៉ុន្តែគាត់បានរក្សាអ្វីគ្រប់យ៉ាងយ៉ាងតឹងរ៉ឹងវិជ្ជាជីវៈបន្ទាប់មកពួកគេបានដឹងអំពីគាត់ជំងឺរបស់ប្អូនស្រីថានាងត្រូវការបេះដូងបន្ទាន់នឹងថ្លៃខ្លាំងការវះកាត់នៅពេលនោះមនុស្សភាគច្រើននៅក្នុងរថយន្តដែលបានទិញនៅវាលស្រែហើយបានជួសជុលវាឡើងវិញបានបន្ថែមគ្រឿងបន្លាស់ល្អហើយលក់វាក្នុងតម្លៃ3ដងតម្លៃជីនក៏បានសម្រេចចិត្តធ្វើដូចគ្នាវាគឺជាជំរើសតែមួយគត់ដែលគាត់មានគាត់បានទិញឡានហើយបានសាងសង់វាឡើងវិញពីដំបូងកែសម្រួលគ្រប់ផ្នែកទាំងអស់រហូតដល់គាត់លក់ចេញវាសម្រាប់ចំនួនទឹកប្រាក់សមរម្យហើយអាចបង់ប្រាក់បានសម្រាប់ការវះកាត់គាត់គិតថាគាត់អាចធ្វើបានទីបំផុតចាក់ចេញពីសិក្ខាសាលាធ្វើការដោយឯករាជ្យនិងផ្ដោតលើការសិក្សារបស់ខ្លួននិងការប្រឡងប៉ុន្តែអ្វីទាំងអស់បានដួលរំនៅក្នុងគ្រានោះបុរសដែលបានទិញឡាននោះមានគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាចហើយបានបាត់បង់ជើងរបស់គាត់ពេលណាប៉ូលីសបានស៊ើបអង្កេតពួកគេបានអះអាងថាមូលហេតុគឺការកែប្រែដែលមានបញ្ហាក្រុមគ្រួសារជនរងគ្រោះបានប្តឹងយានពីបទសំណងគាត់ត្រូវបានបង្ខំឲ្យត្រឡប់ទៅសិក្ខាសាលាដើម្បីរកប្រាក់និងបង់ប្រាក់ខ្លួនគាត់គីរ៉ាបានព្យាយាមជួយនាងថែមទាំងលក់ឡានផ្ទាល់ខ្លួនដើម្បីយកលុយទៅឲ្យគាត់ប៉ុន្តែគាត់បានបដិសេធទាំងស្រុងបន្ទាប់ពីគាត់បានបង់ប្រាក់សំណងរួចរាល់ហើយបានស្នាក់នៅសិក្ខាសាលាដើម្បីស្វែងយល់បន្ថែមរបស់គាត់ជំនាញបានបន្តរីកចម្រើនជារៀងរាល់ថ្ងៃបន្ទាប់មកគាត់បានរកឃើញការពិតគ្រោះថ្នាក់នេះមិនមែនបណ្ដាលមកពីការកែប្រែរបស់គាត់ទាល់តែសោះជនល្មើសពិតប្រាកដបានបំផ្លាញរថយន្តគោលបំណងនៅពេលដែលគាត់ដឹងថាយានកំពុងរៀបចំផែនការដើម្បីចាក់ចេញហើយធ្វើការដោយឯករាជ្យការក្បត់គឺជាហេតុអ្វីបានជាយានចាក់ចេញហើយបើករបស់គាត់សិក្ខាសាលាផ្ទាល់ខ្លួនមកដល់ចំណុចនេះមកយំដោយមិនអាចគ្រប់គ្រងបាននាងខូចចិត្តខ្លាំងណាស់ថាគាត់បានឆ្លងកាត់រឿងទាំងអស់នេះតែម្នាក់ឯងថាគាត់ត្រូវបានគេធ្វើបាបម្ដងហើយម្ដងទៀតគ្រាន់តែបន្ទាប់មកយានបានមកដល់ហើយឃើញនាងកំពុងយំងួយគេងពាក់កណ្ដាលដោយសារផឹកច្រើនពេកជាមួយគីរ៉ាគាត់នាំនាងទៅផ្ទះដើម្បីឲ្យនាងអាចសម្រាកបានក្រោយមកប៊ីងបានទៅជួយគីរ៉ានិងនាងចាប់ដៃនាងសារភាពស្នេហ៍គាត់ស្ទើរតែអស់សប្បាយគាត់ស្រឡាញ់នាងដោយសម្ងាត់អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែបន្ទាប់មកនាងក៏ធ្វើខុសវាទាំងអស់គឺដោយសារតែហៅគាត់ថាយានបេះដូងរបស់គាត់បែកខ្ទេចខ្ទីគាត់បានដឹងការពិតតាំងពីពេលនោះមកបន្ទាប់មកជីនបានអង្គុយជាមួយសានហើយប្រាប់ថាគាត់ថាហេរ៉ាប្រហែលជាបានប្រាប់ម៉ូអ្វីគ្រប់យ៉ាងដែលសែនសួរគាត់នៅពេលគាត់មានគម្រោងទីបំផុតត្រូវប្រឈមមុខនឹងអារម្មណ៍របស់គាត់ព្រោះមនុស្សគ្រប់គ្នាអាចមើលឃើញពួកគេរួចហើយពេលណាចូលឆ្នាំចិនមកដល់ហើយម៉ូអេទៅលេងសិក្ខាសាលាដើម្បីអបអរសាទរជាមួយយាននឹងរបស់គាត់មិត្តភ័ក្តិពេលគាត់ក៏សម្គាល់ឃើញដៃរបស់នាងត្រជាក់គាត់យកវាហើយរុញវាចូលទៅក្នុងហោប៉ៅរបស់គាត់ដើម្បីកម្ដៅពួកគេប៉ុន្តែមានអ្វីមួយអ្វីកាន់តែប្រសើរឡើងទីបំផុតនាងបានរកឃើញលោហៈដែលនាងបានស្វែងរកទាំងអស់លើកនេះឆ្លាក់លើវាគឺជាពាក្យនិយាយថានាងនឹកគាត់ទាំងយប់ទាំងថ្ងៃទីបំផុតនាងយល់ពីអាចកំបាំងហើយឈ្មោះរបស់នាងមានន័យថាថ្ងៃហើយឈ្មោះរបស់នាងមានន័យថាយប់បើអ្នកនៅតែនៅទីនេះខ្ញុំពិតជាកោតសរសើរអ្នកណាស់អ្នកមិនត្រូវធ្វើដូច្នោះទេត្រូវចុចចូលចិត្តវីដេអូនោះហើយជាវាត្រូវការពេលច្រើនដើម្បីរៀបចំសេចក្តីសង្ខេបទាំងនេះនិងការគ្រប់គ្រងរបស់អ្នកមានន័យថាអ្វីទាំងអស់ឥឡូវនេះសូមបន្តរឿងនាងចំណាយពេលពេញមួយយប់ភ្លឺដោយសុភមង្គលព្រោះនាងមិនដែលរំពឹងថាគាត់ស្រឡាញ់នាងតាមរបៀបដូចគ្នានាងស្រឡាញ់គាត់ដោយស្ងាត់នាងបង្ហាញមេដាយទៅខ្សាច់ខ្សឹបខ្សៀវដូចជានាងចែករំលែកអាចកំបាំងមួយដោយប្រាប់គាត់ថាឥឡូវនេះទីបំផុតនាងយកគ្រប់យ៉ាងពេលណានាឡិការ៉ូតពាក់កណ្ដាលអាធ្រាត្រហើយនាឡិកាថ្មីចាប់ផ្ដើមឆ្នាំពួកគេចាប់ផ្ដើមចែកចាយរបស់ថ្មីស្រោមសម្បត្តិប្រចាំឆ្នាំជាផ្នែកមួយនៃពិធីអបអរសាទរបន្ទាប់ពីពួកគេបញ្ចប់ភាគច្រើនឆ្លៀតឱកាសនាងយកមេដាយពីក
កូនសោរបស់គាត់ហើយប្រាប់គាត់យ៉ាងស្រទន់ឥឡូវនេះវាជារបស់អ្នកទាំងស្រុងអ្នកនឹងមិនខកខានឡើយខ្ញុំទៀតហើយព្រោះខ្ញុំនឹងនៅជាមួយអ្នកជារៀងរហូតពេលនាងឃើញគាត់យល់ព្រមនាងជំរុញសំណាងរបស់នាងឲ្យកាន់តែឆ្ងាយនាងប្រាប់គាត់នាងចង់ឲ្យគាត់ដឹកនាងនៅលើរបស់គាត់ត្រឡប់ទៅផ្ទះវិញដូចដែលគាត់បានប្រើដល់ពេលពួកគេនៅតូចហើយខណៈពេលដែលពួកគេកំពុងធ្វើវាប្រហែលជាគាត់អាចប្រាប់នាងរឿងនិទានមុនចូលគេងដើម្បីឲ្យពួកគេអាចរំលឹកឡើងវិញទាំងអស់អនុស្សាវរីយ៍របស់ពួកគេជាមួយគ្នាព្រឹកបន្ទាប់ពេលនាងភ្ញាក់ពីដំណេកនាងហៅគាត់ភ្លាមនោះរំភើបនឹងដកដង្ហើមមិនរួចប្រាប់គាត់ថានាងមានរឿងភ្ញាក់ផ្អើលមួយសម្រាប់គាត់ប៉ុន្តែគាត់ប្រាប់នាងថាតាមពិតគាត់គឺជាម្នាក់ដែលមានការភ្ញាក់ផ្អើលគាត់បានឈរនៅមុខផ្ទះរបស់គាត់អស់រយៈពេលជិត1ម៉ោងនាងប្រញាប់ទៅយករួចក៏រត់ចេញទៅខាងក្រៅគាត់នឹងមិនត្រូវបានគេទុកចោលឲ្យរងចាំទេគាត់នាំនាងទៅផ្លូវទេមួយនាងចង់បង្ហាញគាត់ពីអ្វីដែរនាងបានរៀនជាមួយឡានមិនត្រឹមតែប៉ុណ្ណោះទេនាងគូររូបបេះដូងនៅលើដីជាមួយសម្បកកង់ឡានគាត់ពិតជារំជួលចិត្តយ៉ាងខ្លាំងដែលនាងបានរៀនទាំងអស់នេះសម្រាប់តែគាត់សួរដោយថ្នមដែលបានបង្រៀននាងពីល្បិចដ៏ស្រស់ស្អាតទាំងនេះប៉ុន្តែនាងបដិសេធមិននិយាយលម្អិតទេគ្រាន់តែដោយនិយាយថាមាននរណាម្នាក់ពិសេសបានជួយនាងគាត់មិនបង្ខំទេផ្ទុយទៅវិញគាត់ប្រាប់នាងថាដើម្បីចូលគាត់នឹងគូររូបបេះដូងមួយសម្រាប់នាងតែបេះដូងមួយបែរមុខទៅរកបេះដូងមួយទៀតការសារភាពរួមគ្នាដោយគ្មានពាក្យមួយម៉ាត់ក្រោយមកគាត់នាំនាងទៅជួបសែនដូច្នេះពួកគេអាចចូលរួមឆ្នាំថ្មីបានសរុបមកដោយចៃដន្យពួកគេបានឆ្លងកាត់ដើមឈើមួយដែលពោពេញដោយព្យួរពាក្យជូនពរខ្សាច់ចំអកនាងហើយនិយាយថាបំណងប្រាថ្នាដែលជាធម្មតាคล้ายជាការពិតគឺដែលសរសេរដោយមនុស្សដែលកំពុងស្រឡាញ់នាងមានអារម្មណ៍នេះជាឱកាសដ៏ល្អឥតខ្ចោះដូច្នេះនាងសរសេរបំណងប្រាថ្នារបស់នាងព្យួរវាបន្ទាប់មកឈរនៅទីនោះសម្រាប់មួយសន្ទុះដូចជាការសម្លឹងមើលវានឹងធ្វើឲ្យវាកាត់ឡើងคล้ายជាការពិតលឿនជាងមុនក្រោយមកខណៈពេលដែលពួកគេកំពុងដើរកាត់ហ្វូងមនុស្សនាងស្ងាត់រុញដៃរបស់នាងចូលទៅក្នុងហ្គិននាងអះអាងថាវាជាពីព្រោះកន្លែងនោះមានមនុស្សច្រើនហើយពួកគេអាចនឹងបាត់បង់គ្នាទៅវិញទៅមកហើយនាងមិនធ្វើដូច្នោះទេចង់ឲ្យថ្ងៃនោះคล้ายជាសោកសៅដោយគ្មានហេតុផលនៅខាងក្រៅគាត់នៅស្ងៀមប៉ុន្តែនៅខាងក្នុងគាត់កំពុងផ្ទុះឡើងសុភមង្គលនាងលែងលាក់បាំងអារម្មណ៍របស់នាងទៀតហើយបន្ទាប់មកបញ្ហាលេចឡើងពួកគេជួបគ្នាផ្ទាល់ជាមួយគីរ៉ាឪពុករបស់នាងនិងបុរសរបស់ពួកគេដោយសារតែផ្លូវនោះទេវាគឺជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ការប្រជុំមុខដាក់គ្នាមិនដែរចាប់តាំងពីពួកគេបានដឹងថាយេនបានចូលរួមក្នុងការប្រកួតហើយពួកគេបានឡើងទៅវគ្គផ្ដាច់ព្រាត់ចង់បង្ខំគាត់ឲ្យដកខ្លួនចេញប្រសិនបើគាត់ឈ្នះគាត់នឹងស្ថិតនៅកម្រិតដូចគ្នានឹងឪពុករបស់ខេរ៉ាហើយគ្មាននរណាម្នាក់អាចធ្វើដូច្នេះបានទេប្រកួតប្រជែងគាត់ឪពុករបស់គីរ៉ាគាត់សម្គាល់ឃើញម៉ូហើយជីនស្និទ្ធស្នាលនឹងនាងប៉ុណ្ណាគាត់ប្រាប់គាត់ថាប្រសិនបើគាត់មានគម្រោងស្រឡាញ់អ្នកផ្សេងជីងកូនស្រីរបស់គាត់ចាប់ពីពេលនេះទៅគាត់នឹងចាត់ទុកគាត់ដូចជាមនុស្សចម្លែកម្នាក់ប៉ុន្តែយេនមិនខ្វល់ទេគាត់ចិត្តណាកាន់ម៉ូសហើយកាន់តែតឹងតែងនៅចំពោះមុខពួកគេវគ្គផ្ដាច់ព្រាត់របស់ទ្រង់ចម្លើយក្នុងពេលជាមួយគ្នានេះគាត់ខ្លាចនាងអាចចាប់ផ្ដើមសួរអំពីអារម្មណ៍របស់គាត់ដូច្នេះគាត់ជ្រើសរើសមិនលាក់ខ្លួនទៀតទេរបស់គីរ៉ាឪពុកផ្ដល់សញ្ញាដល់បុរសរបស់គាត់វាប្រហារប៉ុន្តែសំណាងល្អសានទើបតែមកដល់ពេលវេលាហើយគាត់បាននាំអ្នកទេសចរទៅជាមួយពួកគេមិនមានបំណងចាប់ផ្ដើមចំនួនទេនៅចំពោះមុខអ្នកខាងក្រៅយប់នោះការច្រណែនឈ្នានេះស៊ីអស់នាងខឹងខ្លាំងណាស់វាដោយចៃដន្យរឿងដែលគ្រាន់តែចង់បញ្ចេញអារម្មណ៍បេងចូលទៅក្នុងធ្វើឲ្យនាងស្ងប់ចិត្តប៉ុន្តែនាងបែរជាវាយគាត់អនុញ្ញាតឲ្យនាងយកវាចេញទាំងអស់បន្ទាប់មកនាំនាងទៅសម្អាតរបួសរបស់នាងដៃពេលគាត់និយាយចប់នាងក៏សម្លឹងមើលគាត់ហើយនិយាយដោយទន់ភ្លន់ដោយមិនស្ទាក់ស្ទើរកុំធ្វើអីសាក់លបងមើលអ្នកនឹងមិនអាចទ្រាំបានទេកន្លែងរបស់គាត់នៅក្នុងបេះដូងខ្ញុំនាងដើរចេញការទុកគាត់ឲ្យឈរនៅទីនោះបានធ្វើឲ្យគាត់ខូចចិត្តយ៉ាងខ្លាំងគាត់ដើរទៅរកយេនដោយផ្ទាល់ដើម្បីប្រឈមមុខនឹងគាត់ហើយចាក់អ្វីគ្រប់យ៉ាងចេញប៉ុន្តែយេនមានគ្រប់គ្រាន់ហើយគាត់បញ្ឈប់គាត់ដោយត្រជាក់ហើយនិយាយខ្ញុំទីបំផុតមានមនុស្សម្នាក់ដែលខ្ញុំចង់ការពារហើយកុំអូសទាញខ្ញុំចូលទៅក្នុងបញ្ហាឥតប្រយោជន៍ទៀតហើយព្រឹកបន្ទាប់មកភ្ញាក់ពីដំណេកមើលទៅញ៉ៃញ៉ៃទាំងស្រុងរួចដើរចេញសួរដោយចៃដន្យថាមានអ្វីសម្រាប់អាហារពេលព្រឹកគ្រាន់តែឃើញយេនឈរនៅពីមុខរបស់នាងខ្មាស់អៀននាងរត់ត្រឡប់ទៅរកនាងវិញបន្ទប់បោះលើសម្លៀកបំពាក់អ្វីក៏ដោយព្យួរនៅក្បែរនោះដាក់ច្រើនពេកតុបតែងមុខបន្ទាប់មកចូលរួមជាមួយពួកគេដោយស្ងប់ស្ងាត់ដូចជាប្រសិនបើគ្មានអ្វីកើតឡើងទេគាត់សើចយ៉ាងស្ងៀមស្ងាត់ខ្លួនឯងព្រោះមិនចង់ធ្វើឲ្យនាងខ្មាស់អៀនក្រោយមកនៅក្នុងសិក្ខាសាលាជីនទទួលបានការដឹកជញ្ជូនដ៏អាតកំបាំងពេលគាត់បើកវាគាត់រកឃើញផ្នែករថយន្តពិតប្រាកដដែលគាត់បានទៅកំពុងស្វែងរកគាត់ដឹងភ្លាមនេះប្រហែលជាលីនកំពុងធ្វើមែនប៉ុន្តែគាត់បដិសេធដើម្បីទទួលយកវាគាត់មិនចង់ជំពាក់ទេអ្នកណាក៏ពេញចិត្តដែរគាត់ដំឡើងបំណែកដែលគាត់បានធ្វើខ្លួនឯងហើយយកឡានចេញទៅសាកល្បងបើកបរប៉ុន្តែវាឡើងកម្ដៅខ្លាំងពេកហើយចាប់ផ្ដើមដំណើរការជក់បារីដូច្នេះគាត់ទៅផ្ទះឪពុកគាត់ភោជនីយដ្ឋានសម្រាប់ដំបូន្មានឪពុករបស់គាត់ដោះស្រាយបញ្ហាភ្លាមប៉ុន្តែជាធ្នូវិញគាត់ធ្វើឲ្យយេនដឹកជញ្ជូនការបញ្ជាទិញសម្រាប់គាត់ពេលណាជីនមកដល់អាសយដ្ឋានហើយគាត់បានរកឃើញថាអតិថិជនគឺលីនអរគុណគាត់សម្រាប់ផ្នែករថយន្តហើយប្រាប់គាត់ថាគាត់មិនបានធ្វើទេទទួលយកវាព្រោះគាត់មិនត្រូវការវាទេទៀតក្រោយមកនៅយប់នោះម៉ូមានការតូចចិត្តវាមានរយៈពេលជាង2ថ្ងៃហើយដោយគ្មានឬពីគាត់នាងផ្ញើឲ្យគាត់មួយសារព្រួយបារម្ភប៉ុន្តែគាត់រវល់ប្រណាំងលើកនេះគាត់ឈ្នះចំណាត់ថ្នាក់លេខ1នៅពេលនេះគាត់ឃើញសាររបស់នាងគាត់ប្រញាប់ប្រញ័រត្រឡប់ទៅផ្ទះវិញដើម្បីជួបនាងមុនពេលនាងទៅសាលារៀនប៉ុន្តែពេលគាត់មកដល់ទីបំផុតនាងក៏ស្វាគមន៍គាត់ដោយទឹកមុខត្រជាក់ខឹងសម្បាដែលគាត់មិនអើពើនឹងនាងមុនពេលពួកគេសំបីតែជាមួយគ្នាជាផ្លូវការគាត់រងចាំនាងបញ្ចប់ការសិក្សារួចនាំនាងទៅផ្សារដើម្បីទិញគ្រឿងទេសគាត់ទូចលើចំអិនអាហារសម្រាប់ខ្លួនឯងនាងសម្គាល់ឃើញមួយបុរសម្នាក់នៅក្នុងតាក់ស៊ីឈរនៅទល់មុខចេញទៅហើយសួរថាតើនោះមិនមែនជាបុរសដូចគ្នាដែរនៅសិក្ខាសាលាហើយបានចាក់ចេញនៅពេលខ្ញុំមកដល់គាត់ចាប់អារម្មណ៍នឹងការចងចាំរបស់នាងប៉ុន្តែធ្វើពុតជាមិនដឹងថានាងចង់សម្ដៅលើអ្នកណា
ពេលពួកគេត្រឡប់មកផ្ទះវិញនាងក៏ទាញរបស់មួយឡើងមករូបមន្តអនឡាញនិងសាកល្បងចម្អិនអាហារសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែឈរស្ងៀមមិនដឹងអ្វីទាំងអស់កន្លែងដែលត្រូវចាប់ផ្ដើមជៀនចូលកាន់តំណែងដោយស្ងាត់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងបន្ទាប់មកធ្វើពុតនាងចម្អិនអាហារដើម្បីការពារមោទនភាពរបស់នាងនៅយប់នោះពួកគេទាំងអស់គ្នាបានប្រមូលផ្ដុំគ្នានៅលើផ្ទះរបស់ហ្វាងដំបូលសម្រាប់អាំងនៅចំកណ្ដាលពេលល្ងាចជៀនលួចចេញទៅឆ្លើយសំណួរមួយការហៅដ៏សំខាន់ម៉ូថេបស៊ីដើរតាមគាត់ទៅប្រាប់គាត់ថានាងបានប្រឡងជាប់វគ្គបណ្ដុះបណ្ដាលរបស់នាងហើយគ្រាន់តែត្រូវការជ្រើសរើសសាកលវិទ្យាល័យឥឡូវនេះមុខរបស់គាត់តឹងណែនប្រសិនបើកំពុងសិក្សានៅគាត់ថាប្រទេសកាណាដាគឺល្អជាងសម្រាប់អនាគតរបស់នាងគិតហើយប្រហែលជានាងគួរតែទៅនាងមានអារម្មណ៍ថាគាត់មិនខ្វល់ពីការរក្សាចិត្តស្និទ្ធនឹងនាងឈឺចាប់និងស្រវឹងនាងស្រាប់តែផ្អៀងទៅរកគាត់បិទចម្ងាយប៉ុន្តែនៅពេលដែលសែនហៅពួកគេមកវិញដោយសារតែអាហាររួចរាល់ហើយនាងភ័យស្លន់ស្លោចំពោះអ្វីដែលនាងស្ទើរតែធ្វើឲ្យត្រឡប់ទៅវិញយ៉ាងលឿនក្រុមសាមសន្មតថាជីនធ្វើឲ្យនាងខឹងដូច្នេះគាត់ព្យាយាមបង្កើតការសន្ទនាដើម្បីបន្ធូរបន្ថយអារម្មណ៍ជីនអង្គុយស្ងៀមក្បែរនាងរួចយកដៃរបស់នាងនៅក្រោមតុដើម្បីកុំឲ្យអ្នកណាឃើញហើយចុងក្រោយនាងក៏សម្រាកបន្ទាប់ពីពួកគេរួចរាល់ហើយគាត់ដើរជូននាងទៅផ្ទះគាត់ប្រាប់នាងថាពួកគេមិនគួរនិយាយរហូតដល់ស្រវឹងស្រាថ្ងៃស្អែកគាត់និយាយថាយើងនឹងនិយាយគ្នានៅថ្ងៃស្អែកព្រឹកឡើងការចងចាំក៏ហូរចូលមកវិញហើយនាងសង្ឃឹមថាដីនឹងលេបត្របាក់ទាំងមូលរបស់នាងដោយសារភាពអាម៉ាស់នាងទៅសិក្ខាសាលាដូចដែលគាត់បានសួរប៉ុន្តែគាត់មិនមែនទេនៅទីនោះគាត់ផ្ញើសារទៅនាងថាគាត់នឹងមកយឺតដូច្នេះនាងរងចាំពេញមួយថ្ងៃពេលគាត់ទីបំផុតគាត់ត្រឡប់មកវិញគាត់ប្រាប់នាងដោយទន់ភ្លន់ថាប្រសិនបើអ្នកមានអារម្មណ៍សោកស្ដាយសូម្បីតែបន្តិចក៏ដោយយើងអាចភ្លេចអ្វីទាំងអស់ដែលបានកើតឡើងហើយគ្រាន់តែបន្តដូចយើងនៅប៉ុន្តែនាងធានាគាត់ថានាងមិនស្ដាយក្រោយទេគ្រាន់តែខ្លាចពួកគេធ្វើចលនាលឿនពេកហើយជាលើកដំបូងជីនញឹមយ៉ាងស្រទន់ព្រោះគាត់ពិតជាសប្បាយចិត្តណាស់គាត់បានផ្ដល់ឲ្យនាងខ្សែដែលគាត់បានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំដែលគាត់មានគម្រោងផ្ដល់ឲ្យក្មេងស្រីដែលគាត់នឹងចំណាយពេលពេញមួយជីវិតរបស់គាត់ជាមួយនៅពេលដែលនាងត្រឡប់មកផ្ទះវិញនាងទទួលបានសារពីគាត់សុំឲ្យនាងចេញមកលើយកគាត់មានការភ្ញាក់ផ្អើលមួយនាងដើរទៅនៅខាងក្រៅហើយឃើញប្រមោយឡានរបស់គាត់ពោពេញទៅដោយពេញប៉ោងច្រើនណាស់ក្នុងចំណោមពួកវាហើយនៅពេលដែលគាត់បើកវាពួកវាអន្តែតឡើងទៅលើមេឃនៅពីមុខនាងវាគឺជាបំណងប្រាថ្នាដ៏ធំបំផុតដែលនាងតែងតែស្រមៃចង់បានកាលនៅក្មេងប៉ុន្តែពួកគេមិនដែលមានឱកាសនៅពេលនោះពីព្រោះជីវិតបានទាញរាល់ពួកគេនៅឆ្ងាយណាស់ឥឡូវនេះវាคล้ายជាការពិតហើយពួកគេទាំងពីរឆ្លៀតយកប្រយោជន៍ពីការពិតដែលថាផ្ទះនេះទេស្អាតឪពុករបស់នាងនិងឪពុករបស់គាត់ប្រពន្ធបានចេញទៅក្រៅដូច្នេះពួកគេអង្គុយជាមួយគ្នាចម្អិនអាហារនិងសើចដោយសេរីដោយមិនចាំបាច់នរណាម្នាក់សង្ស័យអ្វីមួយប៉ុន្តែភ្លាមនោះទ្វារខាងមុខបើកពួកគេក៏បានត្រឡប់មកវិញដែរឆាប់ណាស់នៅពេលដែលម៉ូឌីសំឡេងរបស់ពួកគេនាងចាប់យេនហើយរត់ចូលទៅក្នុងបន្ទប់លាក់ខ្លួនគាត់ព្យាយាមធ្វើឲ្យនាងស្ងប់ចិត្តដោយប្រាប់ថានាងស្ងប់ស្ងាត់ថាទោះបីជាពួកគេឃើញពួកគេក៏ដោយអង្គុយជាមួយគ្នាគ្មានអ្នកណាចង់សង្ស័យអ្វីមួយដើម្បីបញ្ជាក់វាគាត់ដើរចេញដោយចៃដន្យហើយជាការពិតណាស់អ្វីគ្រប់យ៉ាងហាក់ដូចជាធម្មតាម្ដាយចុងរបស់នាងគ្រាន់តែនិយាយអញ្ចឹងហើយដោយសារអ្នកនៅទីនេះសូមអង្គុយញ៉ាំអាហារជាមួយពួកយើងមានតែប្អូនស្រីតូចទេដែលគួរឲ្យសង្ស័យនាងបន្តសម្លឹងមើលដោយមានអារម្មណ៍ថាមានអ្វីមួយកំពុងកើតឡើងរវាងពួកគេខណៈពេលដែលពួកគេកំពុងញ៉ាំនាងសួរដោយស្លូតត្រង់ម៉ូតើអ្នកបានញ៉ាំទេធ្លាប់ចូលចិត្តយេនទេខ្ញុំឃើញអ្នកយំនៅក្នុងនោះបន្ទប់របស់អ្នកក៏ព្រោះតែគាត់មកកខ្មាស់អៀនព្យាយាមផ្លាស់ប្ដូរយ៉ាងខ្លាំងប្រធានបទនាងស្នើឲ្យពួកគេទាំងអស់គ្នាទៅឆ្នេរជាមួយគ្នាបន្ទាប់ពីនោះដើម្បីរីករាយនៅថ្ងៃនោះក្រោយមកនៅយប់នោះមកបានចេញទៅក្រៅជាមួយណាណាដើរទិញរបស់របរមួយចំនួនភ្លាមនោះនាងបានឃើញយេនអង្គុយនៅក្នុងភោជនីយដ្ឋានជាមួយស្ត្រីម្នាក់ទៀតដៃរបស់គាត់សម្រាប់លើស្មារបស់នាងពេលគាត់ឃើញម៉ូគាត់ធ្វើពុតជាមិនចាប់អារម្មណ៍ហើយរក្សាធ្វើសកម្មភាពធម្មតាម៉ូមានអារម្មណ៍ថាដីបាត់នៅក្រោមជើងរបស់នាងគ្រាន់តែ2ថ្ងៃមុនគាត់បានសន្យាជាមួយនាងថាគាត់នឹងមិនដែលធ្វើអ្វីដែលធ្វើឲ្យនាងឈឺចាប់គុំធ្វើអ្វីក៏ដោយដែលនឹងរុញនាងចេញនាងងាកហើយចាក់ចេញយ៉ាងលឿនគាត់ដឹងខ្លួនអ្វីបានប្រព្រឹត្តទៅយ៉ាងអាក្រក់ហើយក្រោកឈរឡើងដើម្បីដើរតាមនាងប៉ុន្តែបន្ទាប់មកបរិះនោះនៅក្នុងមុខលេចឡើងបុកជាមួយគាត់គ្រោះថ្នាក់នឹងខ្សឹបខ្សៀវតាមរយៈរបស់គាត់សកម្មភាពនៅស្ងៀមកុំបំផ្លាញផែនការម៉ូដាយំតាមដងផ្លូវដោយមិនអាចគ្រប់គ្រងបានដោយរំលឹកឡើងវិញនៅរាល់ការចងចាំចាប់តាំងពីថ្ងៃដែលនាងមកដល់នៅពេលដែលយេនបញ្ចប់កិច្ចប្រជុំរបស់គាត់ទៅមើលបរិះអាចកំបាំងដដែលម្ដងទៀតហើយប្រគល់ឲ្យព័ត៌មានទាំងអស់ដែលគាត់បានប្រមូលបានបរិះនោះនិយាយវាហាក់ដូចជាជីវិតរបស់អ្នកមានបានផ្លាស់ប្ដូរដូច្នេះតើអ្នកនៅជាមួយយើងឬនៅតើអ្នកកំពុងគិតចង់ដកថយទេចេញឆ្លើយយ៉ាងរឹងមាំគាត់នឹងមិនចាក់ចេញទេរហូតដល់គោលដៅរបស់ពួកគេត្រូវបានសម្រេចក្រោយមកគាត់រងចាំមកនៅខាងក្រៅពេលនាងឃើញគាត់ទីបំផុតនាងកំហឹងផ្ទុះឡើងនាងវីគាត់ដោយនាងកាបូបយំសោកសៅគាត់ព្យាយាមស្ងប់ចិត្តនាងចុះក្រោមដោយប្រាប់នាងថារឿងដែលនាងមិនមែនជាអ្វីនាងគិតប៉ុន្តែលើនេះគាត់មិនអាចទេពន្យល់អ្វីមួយនៅចំកណ្ដាលឆ្លោះប្រកែកគ្នាម្ដាយចុងរបស់នាងលេចឡើងកំពុងមើលដោយស្ងៀមស្ងាត់ភ្ញាក់ផ្អើលពេលណាបានធ្វើការចាប់ផ្ដើមរវាងអ្នកទាំងពីរនេះត្រឡប់មកផ្ទះវិញហើយម៉ូអេបន្តយំរួចក៏និយាយជាឯកជនជាមួយម្ដាយចុងរបស់នាងអង្វរគុំឲ្យនាងប្រាប់ឪពុករបស់នាងគាត់នឹងមិនដែលទទួលយកទេទំនាក់ទំនងម្ដាយចុងរបស់នាងព្រួយបារម្ភយ៉ាងខ្លាំងនាងប្រមានម៉ូថាប្រសិនបើនាងម្ដាយដឹងរាល់ពេលអ្វីនឹងកើតឡើងផ្ទុះនាងពន្យល់ថានាងចង់ឃើញយេនសប្បាយចិត្តដែរប៉ុន្តែទំនាក់ទំនងនេះនឹងនាំមកនៅបញ្ហាគ្មានទីបញ្ចប់ម៉ូអេចម្លើយតាមរយៈទឹកភ្នែកខ្ញុំបានធ្វើដំណើរមកទីនេះសម្រាប់គាត់ខ្ញុំបានស្នាក់នៅទីនេះសម្រាប់គាត់ខ្ញុំបានជ្រើសរើសការសិក្សារបស់ខ្ញុំនៅទីនេះក៏ដោយសារតែគាត់អារម្មណ៍នឹងមិនផ្លាស់ប្ដូរទេម្ដាយចុងរបស់នាងទី
បំផុតសម្រាប់ចិត្តគោរពជំរឿរបស់នាងធ្វើពុតជាមិនឃើញអ្វីសោះទន្ទឹមនឹងនេះដែរជីនប្រាប់សានពីអ្វីដែលបានកើតឡើងសានទទួលបានព័ត៌មានថាខឹងខ្លាំងណាស់ជីនគួរតែពន្យល់ជំនួសឲ្យការធ្វើទារុណកម្មនាងដោយការភ័ន្តច្រឡំប៉ុន្តែយិនទទូចគាត់កំពុងធ្វើរឿងទាំងអស់នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនសានស្រែកឡើងដើម្បីនាងល្អឲ្យសម្រាប់ខ្លួនឯងគាត់ប្រញាប់ប្រញោលចេញមកនៅពេលយប់ម៉ូបានមកដល់សិក្ខាសាលាហើយរកឃើញគីរ៉ាកំពុងរងចាំគីរ៉ាបានមកដល់ជាពិសេសដោយសារតែម៉ូគឺជាមនុស្សតែម្នាក់គត់តើអ្នកណាអាចបញ្ចុះបញ្ចូលយានឲ្យដកខ្លួនចេញពីការប្រណាំងប្រជែងសម្ព័ន្ធភាពប្រសិនបើគាត់បន្តគាត់នឹងអូសចូលទៅក្នុងបញ្ហាគ្មានទីបញ្ចប់ហើយគ្មានការធានាថាគាត់នឹងចេញមករស់ទេម៉ូខ្វល់តែរឿងមួយគត់ថាតើជីវិតរបស់យានស្ថិតក្នុងគ្រោះថ្នាក់នាងព្យាយាមសួរសំណួរដោយប្រុងប្រយ័ត្នអំពីរង្វាន់អ្នកណាផ្ដល់មូលនិធិដល់ការប្រណាំងហើយហេតុអ្វីបានជារង្វាន់មានដូច្នេះខ្ពស់ដោយដឹងថាម៉ូកំពុងនេសាទចម្លើយផ្ដល់នៅការធានាឡើងវិញមិនច្បាស់លាស់សន្យាថាបន្ទាប់ពីការប្រណាំងចុងក្រោយនេះអ្វីនឹងបញ្ចប់បន្ទាប់មកយិនទៅសុំទោសសានគាត់ដឹងថាសានត្រូវហើយគាត់បានដោះស្រាយវាមិនបានល្អសានប្រាប់គាត់ឪពុករបស់ខ្ញុំធ្លាប់ប្រព្រឹត្តដូចគ្នាជាមួយម្ដាយរបស់ខ្ញុំគាត់គិតថាគាត់ដឹងច្បាស់ជាងគេមិនដែលពន្យល់អ្វីទាំងអស់នាងបានចំណាយពេលរបស់នាងខ្លាចគាត់ពេញមួយជីវិតគុំធ្វើបែបនោះចំពោះម៉ូនាងមិនសមនឹងទទួលបានវាទេយិនទីបំផុតសន្យាថាគាត់នឹងប្រាប់នាងអ្វីនឹងរួចរាល់ក្នុងពេលឆាប់នេះនៅថ្ងៃបន្ទាប់ម៉ូនឹងត្រឡប់មកវិញទៅសិក្ខាសាលាហើយរកឃើញគីរ៉ាម្ដងទៀតកំពុងរងចាំព័ត៌មានថ្មីម៉ូធានានាងនេះនឹងជាការប្រណាំងចុងក្រោយរបស់គាត់ប៉ុន្តែគីរ៉ាផ្ទុះដោយសារតែគ្រោះថ្នាក់ស្ថិតនៅក្នុងនេះជាពិសេសពូជសាសភ្លាមនោះពួកគេជីនស្រែកដោយកំហឹងមាននរណាម្នាក់បានលួចចូលសិក្ខាសាលាហើយបានបំផ្លាញរថយន្តដែលគាត់ជានឹងប្រណាំងជាមួយវាច្បាស់ណាស់ថាអ្នកណាបានធ្វើវាឪពុករបស់គីរ៉ាទូចថានាងធ្លាប់គ្មានអ្វីពាក់ព័ន្ធទេនាងគ្រាន់តែចង់រក្សាគាត់ឲ្យមានសុវត្ថិភាពប៉ុន្តែយិនរុញនាងយ៉ាងឃោរឃៅបោះនាងចេញនាងចាក់ចេញជាមួយទឹកភ្នែកកំពុងឆេះនៅក្នុងភ្នែករបស់នាងប្រសិនបើខ្ញុំឃើញអ្នកស្លាប់នៅចំពោះមុខខ្ញុំមិនជួយទេអ្នកនាងដើរចេញទាំងខូចចិត្តជីនសួរខ្សាច់បើកឡានជូនមកទៅផ្ទះប៉ុន្តែពេលនាងដោយមិនព្រមរើជីនក៏ដើរជន់ខ្លួនឯងហើយធានានាងថាអ្វីនឹងល្អប្រសើរមិនអីទេក្រោយមកនៅផ្សារកន្លែងភាគច្រើនបុរសដែលពាក់មួកនាងដើរតាមគាត់ដោយភ័យរហូតដល់គាត់ស្រាប់តែងាកមកហើយនិយាយថាតើអ្នកចង់បានអ្វីទេនាងភ័យស្លន់ស្លោហើយរត់ចេញល្ងាចនោះមករងចាំយិននៅសិក្ខាសាលាពេលគាត់ទីបំផុតគាត់ក៏មកដល់គាត់ក៏សម្លឹងមើលនាងដោយទឹកមុខស្រពោនទឹកមុខធ្ងន់ធ្ងរនឹងដឹងខ្លួននាងដឹងខ្លួនគាត់បានដឹងថានាងបានតាមដានរឿងនោះបុរសដូច្នេះគាត់ទីបំផុតអង្គុយចុះហើយប្រាប់អ្វីគ្រប់យ៉ាងរបស់នាងវាបានចាប់ផ្ដើមនៅថ្ងៃដែលគាត់បានរកឃើញថាឪពុករបស់ខេរ៉ាបានក្លែងបន្លំជាមួយនឹងការបាក់បែកនៃឡានដែលយិនមានបានកសាងឡើងវិញការក្បត់នោះហើយជាមូលហេតុដែលគាត់ចាក់ចេញពួកគេជប់ប្រណាំងហើយបើកឡានផ្ទាល់ខ្លួនសិក្ខាសាលាក្រោយមកមន្ត្រីប៉ូលីសម្នាក់បានតាក់ទងគាត់បុរសដែលពាក់មួកពូជសាសខុសច្បាប់ទាំងនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធទំនិញខុសច្បាប់និងអ្នកឈ្នះនៃពូជសាស Alliance ត្រូវបានជ្រើសរើសដើម្បីដឹកជញ្ជូនការដឹកជញ្ជូនពួកគេជ្រើសរើសអ្នកបើកបរដែលរស់នៅដោយមិនប្រុងប្រយ័ត្នដែលមិនខ្វល់ពីអ្វីទាំងអស់ប៉ុន្តែលុយគ្មាននរណាម្នាក់សង្ស័យអ្វីទាំងអស់ហើយប៉ូលីសមិនដែលអាចមានលទ្ធភាពទទួលបាននៅខាងក្នុងដូច្នេះពួកគេញាតទៅរកយិនប្រសិនបើគាត់ចូលមនុស្សគ្រប់គ្នានឹងសន្មតថាវាដោយសារតែនៃចំនួនរបស់គាត់ជាមួយឪពុករបស់គីរ៉ាទេមនុស្សម្នាក់នឹងសង្ស័យការពិតគាត់យល់ស្របពីព្រោះគាត់ចង់លុបឈ្មោះចេញពីករណីគ្រោះថ្នាក់ចរាចរណ៍គាត់ចង់បញ្ជាក់គាត់គ្មានទោសសម្ដងនិងសម្រាប់ជារៀងរហូតដូច្នេះគាត់ទីបំផុតអាចមានអារម្មណ៍ថាស័ក្តិសមនៅជាមួយនាងម៉ូសម្រាប់ចិត្តទុកចិត្តមិនត្រឹមតែទុកចិត្តប៉ុណ្ណោះទេនាងសម្រាប់ចិត្តជួយនាងចងចាំរឿងនោះឪពុកមិត្តរួមថ្នាក់របស់នាងមានហាងជួសជុលរថយន្តរោងចក្រនាងយកជីនទៅទីនោះហើយឆ្លងកាត់ឱកាសដែលពួកគេស្គាល់គ្នារួចហើយបុរសម្នាក់នោះបានអនុញ្ញាតឲ្យយិនប្រើប្រាស់សិក្ខាសាលាដោយសប្បុរសរៀងរាល់2ថ្ងៃម្ដងដើម្បីជួសជុលការខូចខាតឡើងវិញឡានម៉ូចំណាយពេលពេញមួយថ្ងៃរបស់នាងដើម្បីយកអាហារមកអបអសាទរគាត់លើកទឹកចិត្តគាត់នឹងពេលឡានរួចរាល់ហើយជីនតោះម៉ូជាមនុស្សដំបូងគេដែលជិះក្នុងនោះនាងកំពុងពោពេញដោយសេចក្តីរីករាយនាងបានណែនាំថាពួកគេនឹងត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃណាមួយរស់នៅក្នុងផ្ទះចាស់របស់ពួកគេបើកភោជនីយដ្ឋាននឹងក៏សាងជីវិតសាមញ្ញជាមួយគ្នាគាត់សួរនាងដើម្បីរងចាំរហូតដល់ក្រោយការប្រណាំងបន្ទាប់នៅថ្ងៃនោះជីនបានទៅមើលហាងរបស់សាន់តាប៉ុន្តែបុរស2នាក់ស្រាប់តែបង្ខំសែនឲ្យចូលទៅក្នុងឡានជីនដើរតាមរារាំងផ្លូវរបស់ពួកគេហើយប្រយុទ្ធប្រឆាំងនឹងពួកគេវាប្រែថាដូចធម្មតាវាជាបញ្ហាបំណុលល្បែងស៊ីសងមួយទៀតជាមួយឪពុករបស់សានជីនចាំអ្វីមួយត្រឡប់ទៅសាលារៀនវិញរឿងដដែលបានកើតឡើងបុរស2នាក់បានឡោមព័ទ្ធឪពុករបស់សែននៅមុខសាលាជីនបានចាប់ដៃរបស់សែនហើយរត់ថ្ងៃនោះបានចាប់ផ្ដើមមិត្តភាពសានប្រមូលផ្ដុំរាល់ផ្នែកនៃលុយដែលគាត់មានកំពុងមានគម្រោងសងបំណុលពួកគេបានចាប់ឪពុករបស់សានធ្វើជាចំណាប់ខ្មាំងហើយដោយចៃដន្យយិនបាននៅលើរបស់គាត់រួចហើយផ្លូវទៅហាងដើម្បីឲ្យលុយក៏ដូចគ្នាដែរប៉ុន្តែនៅពេលដែលគាត់មកដល់សាមបានបាត់ទៅហើយដូច្នេះជេនក៏ទូរស័ព្ទទៅមន្ត្រីនោះភ្លាមមន្ត្រីដែលបានណែនាំគាត់ទាំងអស់រួមដំណើរជាមួយហើយសូមជំនួយពួកគេបានគ្រប់គ្រងដើម្បីមកដល់ទាន់ពេលវេលាមុនពេលសាន់តានិងកូនប្រុសរបស់គាត់ឪពុកត្រូវគេវាយដំនៅព្រឹកថ្ងៃការប្រណាំងលីនបានបង្ហាញខ្លួនជាមួយនឹងឈុតសុវត្ថិភាពមួយអំណោយមួយដើម្បីឲ្យយិនអាចពាក់វាពេលកំពុងបើកបរជីនអរគុណគាត់ដោយស្មោះលីនតែងតែគិត
អំពីគាត់តែងតែព្យាយាមជួយទន្ទឹមនឹងនេះម៉ូមានការភ័យខ្លាចយ៉ាងខ្លាំងនាងទូរស័ព្ទទៅជីនប្រាប់គាត់ថានាងនឹងរងចាំហើយប្រសិនបើគាត់បំពេញការសន្យារបស់គាត់ឬត្រឡប់មកវិញយឺតនាងនឹងខឹងយ៉ាងខ្លាំងនាងចំណាយពេលពេញមួយថ្ងៃនៅសិក្ខាសាលាជាមួយសានរងចាំសង្ឃឹមស្រមៃមើលពេលដែលគាត់ត្រឡប់មកវិញជាអ្នកឈ្នះប៉ុន្តែផ្ទុយទៅវិញបុរសម្នាក់ឈ្មោះគីមដាចូលមកគាត់មកពីក្រុមមន្ត្រីគាត់ប្រាប់នាងមកជាមួយខ្ញុំជីនកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរពួកគេអាចនឹងបានកែប្រែរថយន្តរបស់គាត់មានតែអ្នកទេដែលអាចធ្វើបានទៅដល់គាត់ទម្លាក់នាងនៅពាក់កណ្ដាលផ្លូវតំបន់ប្រណាំងនិងពន្យល់ពីរបៀបទទួលបាននៅខាងក្នុងគ្មាននរណាម្នាក់ក្រៅពីនាងនឹងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់នាងរត់ទាំងដង្ហើមខ្លីរុញច្រានឆ្លងកាត់ធូលីដីនិងសម្លេងរំខានរហូតដល់ភ្លាមនោះសានបានបង្ហាញខ្លួនជាមួយនឹងឡានរបស់គាត់ហើយបើកបរនាងពេញផ្លូវប៉ុន្តែពេលណាពួកគេមកដល់ហ៊ីរ៉ានិងក្រុមរបស់ឪពុកនាងបិទផ្លូវមិនឲ្យពួកគេចូលឆ្លងកាត់មកអង្វរខៃរ៉ាប្រសិនបើខ្ញុំគុំតាក់ទងគាត់អីវាអាចមានរឿងអាក្រក់កើតឡើងហើយសូមអនុញ្ញាតឲ្យខ្ញុំនិយាយផងគីរ៉ាមើលទៅសម្លឹងមើលនាងដោយត្រជាក់ហើយនិយាយថាបើអ្នកស្រឡាញ់គាត់ប៉ុណ្ណឹងហើយនីលដូច្នេះខ្ញុំអាចមានអារម្មណ៍របស់អ្នកដោយមិនស្ទាក់ស្ទើរមកលុតជង្គង់ចុះបន្ទាប់មកគីរ៉ាក៏ធ្វើដូច្នោះអនុញ្ញាតឲ្យនាងឆ្លងកាត់ប៉ុន្តែវាយឺតពេលហើយការប្រណាំងបានចាប់ផ្ដើមហើយភ្លាមនោះជិនដឹងថាហ្វ្រាំងមិនដំណើរការរថយន្តវិលដោយក្រឡាប់មកកំពុងតាមដានសុបិនអាក្រក់កំពុងលាតត្រដាងនៅចំពោះមុខនាងភ្នែកពេលរថយន្តបុកក្រឡាប់នឹងផ្ទុះចូលទៅក្នុងអណ្ដាតភ្លើងពិភពលោកស្ងាត់ឈឹងនាងចក្ខុវិស័យរសាត់បាត់ទៅពេលនាងភ្ញាក់ពីដំណេកនាងក៏ត្រឡប់ទៅសិក្ខាសាលាវិញសានប្រាប់នាងថានៅតែគ្មានដំណឹងអ្វីសោះនាងដួលសន្លប់យំម្ដងទៀតហើយចង់រត់ចេញស្វែងរកគាត់ដោយខ្លួនឯងប៉ុន្តែសានកាន់នាងត្រឡប់មកវិញហើយខ្លាចមានរឿងអ្វីកើតឡើងទៀតចំពោះនាងការរងចាំខ្លាចជាការធ្វើទារុណកម្មដោយនៅថ្ងៃបន្ទាប់នាងលែងអាចទ្រាំទ្របានទៀតហើយនាងចេញទៅក្រៅហើយសួរមនុស្សគ្រប់គ្នាថាតើពួកគេដឹងពីរបៀបតាក់ទងមន្ត្រីពេលនាងទីបំផុតគាត់ទទួលបានលេខទូរស័ព្ទរបស់គាត់ធានានាងគាត់នៅរស់ប៉ុន្តែគាត់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគ្រោះថ្នាក់នេះធ្ងន់ធ្ងរណាស់ខ្ញុំមិនអាចប្រាប់អ្នកបានទេកន្លែងដែលយើងនៅឥឡូវនេះប៉ុន្តែខ្ញុំនឹងរក្សាអ្នកបានធ្វើបច្ចុប្បន្នភាពការភ្លើងនៃការធូរស្បើយបន្តិចបន្តួចបានវិលត្រឡប់មកវិញនៅពេលនោះឪពុកចុងរបស់នាងបានទូរស័ព្ទមកបានត្រឡប់មកពីប្រទេសកាណាដាវិញជាពិសេសចំពោះឃើញនាងគាត់ពន្យល់ថាម្ដាយរបស់នាងគឺឈឺពួកគេបានផ្លាស់ទៅទីនោះដើម្បីព្យាបាលនាងហើយនាងនឹកមកខ្លាំងណាស់ឥតឈប់ឈរមកកំពុងតែមើលរូបថតរបស់នាងមកសុំទោសដោយដឹងថានាងបានវិនិច្ឆ័យគាត់ខុសនាងការតស៊ូវាងការស្នាក់នៅសម្រាប់យិនឬត្រឡប់ទៅរកម្ដាយរបស់នាងវិញប៉ុន្តែយិនបដិសេធដើម្បីជួបនាងគាត់នឹងមិនឆ្លើយតបសារទេគាត់មិនចង់ឲ្យនាងឃើញគាត់បែបនេះទេដូច្នេះនាងធ្វើការសម្រេចចិត្តរបស់នាងត្រឡប់ទៅម្ដាយរបស់នាងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យនៅទីនោះកំពុងដំណើរការលើវល់ហើយបន្តផ្ញើយិនសារដែលប្រាប់គាត់អំពីជីវិតរបស់នាងគាត់អានពួកវាគាត់មិនដែលឆ្លើយតបទេគ្រោះថ្នាក់បានធ្វើឲ្យខូចឆ្អឹងខ្នងរបស់គាត់ត្រូវការស្ដារនីតិសម្បទាយូដើម្បីឈរឡើងវិញក្នុងចំណោមការឈឺចាប់ទាំងអស់រឿងល្អមួយកើតឡើងមន្ត្រីនោះប្រាប់គាត់ថាពួកគេទីបំផុតចាប់ខ្លួនអ្នកដែលរត់ការប្រណាំងសម្ព័ន្ធភាពបេងបានសារភាពគ្រប់យ៉ាងដោយសារតែមានទោសពួកគេក៏បានចាប់ខ្លួនគីរ៉ាផងដែរឪពុកដូច្នេះគាត់ជាអ្នកដែលបានបំផ្លាញឡានរបស់យិនបានធូរស្រាលពីទុក្ខវេទនារបស់គាត់មិនមែនឥតប្រយោជន៍ទេហើយភាពគ្មានទោសពៃរបស់គាត់គឺបង្ហាញឲ្យឃើញប៉ុន្តែដោយសារតែគាត់ខ្លាចមកអាចចងភ្ជាប់ជីវិតទាំងមូលរបស់នាងទៅនឹងគាត់ផ្ញើនាងមួយសារគាត់មានគម្រោងចាក់ចេញនឹងធ្វើដំណើរនៅកន្លែងថ្មីចូលរកវិធីធ្វើអ្វីគាត់នឹងផ្លាស់ប្ដូរលេខរបស់គាត់ពេលគាត់តាំងលំនៅគាត់នឹងតាក់ទងនាងបន្ទាប់មកគាត់សុំឲ្យសែងលុបលេខគាត់ចោលហើយយកលេខថ្មីឲ្យគាត់មួយឆ្នាំកន្លងផុតទៅស្ថានភាពរបស់គាត់បានប្រសើរឡើងគាត់អាចឈរបានម្ដងទៀតគាត់បិទទ្វាររបស់គាត់សិក្ខាសាលានឹងត្រឡប់ទៅប្រទេសចិនវិញដើម្បីបញ្ចប់ការសិក្សារបស់គាត់ក្នុងពេលជាមួយគ្នានេះមកបានទៅទស្សនាឪពុករបស់នាងសួរថាតើមានដំណឹងអ្វីទេអំពីយិនមនុស្សគ្រប់គ្នានិយាយដដែលរឿងគាត់បានចាក់ចេញគាត់មិនដែលទូរស័ព្ទមកទេគាត់បានជីវិតរបស់គាត់ឥឡូវនេះកុំជ្រៀតជ្រែកអីមកមានអារម្មណ៍ថាខ្ទេចខ្ទីនាងទៅរកកន្លែងទេសិក្ខាសាលាដោយចងចាំអ្វីគ្រប់យ៉ាងហើយពេលនាងទូរស័ព្ទទៅសានគាត់ក៏និយាយដូចគ្នាបន្ទាត់ដូចជាសារដែលបានថតទុកសំបីតែនិយាយលេងថានាងគួរតែរកមិត្តប្រុសបរទេសនៅកាណាដា3ឆ្នាំឆ្លងកាត់យើងឃើញមកអបអសាទរជាច្រើនឆ្នាំកាណាដាជាមួយពូរបស់នាងចាស់ហើយឥឡូវនេះស្ងប់ស្ងាត់ជាងមុនចាស់ទុំជាងមុនប៉ុន្តែនៅតែមិនអាចបន្តទៅមុខទៀតនៅពេលណាដែលនរណាម្នាក់ព្យាយាមទទួលបានចិត្តហើយនាងក៏ដកខ្លួនចេញគ្រប់ឱកាសទាំងអស់សម្រាប់ស្នេហាលីបាត់ទៅព្រោះរាល់ពេលដែលនាងគិតពីយិនពេលនាងឈានដល់ទីបញ្ចប់ពេលបញ្ចប់ការសិក្សានាងបានជួបនឹងហ៊ានដែលជាបុរសចំណាស់ម្នាក់មិត្តរួមថ្នាក់ដោយសារនាងសិក្សាផ្នែកតារាសាស្ត្រគាត់អញ្ជើញនាងឲ្យធ្វើការជាមួយគាត់នៅបណ្ឌិតសភាវិទ្យាសាស្ត្រចិនជាការស្រាវជ្រាវមួយជំនួយការនាងរំភើបប៉ុន្តែនាងនៅតែស្ទាក់ស្ទើរអំពីការចាក់ចេញពីប្រទេសកាណាដាគាត់អញ្ជើញនាងឲ្យជួបជាមួយមិត្តរួមការងាររបស់គាត់ដែរកំពុងមកលេងរយៈពេល2-3ថ្ងៃក្នុងអំឡុងពេលរបស់ពួកគេការសន្ទនាអ្នកត្រួតពិនិត្យគាត់សម្គាល់ឃើញនាងខ្សែគាត់ប្រាប់នាងថានៅសម័យបុរាណដងថ្មនេះតំណាងឲ្យការចង់បាននឹងស្នេហាដ៏អស់កលឹបជានិច្ចកុំនឹងមានតម្លៃនាងបញ្ចេញពន្លឺចែងចាំងត្រឡប់ទៅថ្ងៃដែលយិនដាក់វានៅជុំវិញនាងក៏ហើយមានអារម្មណ៍ថាវាជាសញ្ញាមួយនាងសម្រាប់ចិត្តត្រឡប់ទៅប្រទេសចិនវិញនាងទៅលេងឪពុករបស់នាងមុនគេពិនិត្យមើលគាត់រួចសួរម្ដងទៀតអំពីយិនគាត់និយាយដដែលការកុហកដែលហាត់សមយ៉ាងប្រុងប្រយ័ត្ននាងដឹងខ្លួនហើយប៉ុន្តែនាងនៅស្ងៀមបន្ទាប់មកនាងបានទៅទស្សនាមិត្តរួមថ្នាក់ដែលឪពុកជាម្ចាស់ឡានរោងចក្រគាត់ប្រាប់នាងដោយមោទនភាពថាឥឡូវនេះគាត់កំពុងដំណើរការអាជីវកម្មបន្ទាប់មកដោយចៃដន្យគាត់បានលើកឡើងថាដោយវិធីនេះខ្ញុំទើបតែបានឃើញយិនថ្មីនេះរោងចក្រត្រូវការគ្រឿងបន្លាស់ថោកគាត់បានទូរស័ព្ទទៅខ្ញុំបានយកអ្វីគ្រប់យ៉ាងដែលយើងត្រូវការមកនិយាយគឺដើម្បីសងសឹកការពេញចិត្ត
ចិត្តពីពូជសាសន៍ម៉ូអេមានការខូចចិត្តយ៉ាងខ្លាំងឪពុករបស់នាងបានកុហកជីនបានរក្សាការសន្យារបស់គាត់ចំពោះមនុស្សគ្រប់គ្នាលើកលែងតែនាងបានសុំលេខទូរស័ព្ទរបស់យេនក្រោយមកនាងបានជែកវែកញែកផ្ញើសារទៅគាត់ហើយដឹងថាប្រសិនបើមនុស្សគ្រប់គ្នាកុហកហើយប្រហែលជាយេនមិនចង់តាក់ទងទេដូច្នេះនាងសម្រេចចិត្តថានាងនឹងឈានទៅមុខពេលណានាងមកដល់ប្រទេសចិនហានបាននាំនាងទៅកន្លែងមួយហាងកាហ្វេដើម្បីពិភាក្សាអំពីការងារការសន្ទនារបស់ពួកគេងាកទៅរកសុបិនហើយនាងប្រាប់គាត់ថាថ្ងៃមួយខ្ញុំចង់បើកហាងកាហ្វេមួយឈ្មោះ Moonbider នៅតាមដងផ្លូវដែលមានដើមឈើ Sycamore នៅគ្រប់ទីកន្លែងដូច្នេះពេលរដូវស្លឹកឈើជ្រុះមកដល់ក្លិនក្រអូបរបស់វាពេញខ្លួនខ្យល់ប៉ុន្តែខ្ញុំមិនទាន់អាចធ្វើវាបាននៅឡើយទេផ្សេងទៀតរឿងសំខាន់មុនគេក្រោយមកនាងបានទៅលេងភ្នាក់ងារអចលនទ្រព្យដើម្បីទិញផ្ទះគ្រួសារចាស់របស់គាត់ប៉ុន្តែមាននរណាម្នាក់មានអំណាចមកពីទីក្រុងប៉េកាំងរួចហើយបានទិញវាហើយបដិសេធមិនលក់នាងបានទិញវាដូចថាគាត់ព្យាយាមម្ដងទៀតឬយ៉ាងហោចណាស់រៀបចំកិច្ចប្រជុំមួយពេលកំពុងដើរបន្ទាប់ពីនោះនាងបានឃើញឆ្កែមួយក្បាលដែលមើលទៅដូចមួយដែលនាងធ្លាប់ចិញ្ចឹមនៅក្នុងសិក្ខាសាលាការរំលឹកឡើងវិញនៅពេលវេលាដែលសែនបានប្រាប់នាងឆ្កែបានបាត់ខ្លួននាងយំពេញមួយថ្ងៃនៅក្បែរកន្លែងទេហើយឥឡូវនេះវានៅទីនេះគឺដូចជារត់ទៅរកនាងលេងសើចពោពេញដោយជីវិតបន្ទាប់មកហានហើយនាងម្ដងទៀតចងចាំហាងកាហ្វេដែលអ្នកស្រមៃចង់បានមានអ្នកណាម្នាក់ទេបានបើកមួយឈ្មោះដូចគ្នាគំនិតដូចគ្នានាងបេះដូងឈប់លោតនាងសួររកអាសយដ្ឋានពេលនាងមកដល់អ្វីគឺដូចដើមដូចដែលនាងបានស្រមៃគ្រប់ជ្រុងគ្រប់លំអិតវាជាស្រាជីនសំបីតែឆ្កែក៏នៅទីនោះដែរហើយមានន័យថាវាមិនដែលបាត់បង់ឡើយគាត់មានបានថែរក្សាវាពេញមួយជីវិតនាងបានសួរមួយនៃចំនួនបុគ្គលិកសម្រាប់ម្ចាស់ប៉ុន្តែក្មេងស្រីនោះបដិសេធមានស្ត្រីច្រើនពេកហើយដែលមកសួររាល់ថ្ងៃបើនាងចង់នាងអាចគ្រាន់តែទុកឈ្មោះនាងនៅក្នុងបញ្ជីម៉ូអេទុកឈ្មោះរបស់នាងប៉ុន្តែនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងហើយបន្សល់ទុកប៊ិចដែលយេនធ្លាប់ឲ្យនាងក្រោយមកនាងបានពិនិត្យមើលទំព័រហាងកាហ្វេនោះតាមអ៊ីនធឺណិតហើយក៏ឈប់និយាយពេលនាងអានមិត្តមួយគាត់រៀបការហើយមានកូនឆ្ងល់ណាស់តើនាងត្រឡប់មកវិញយឺតពេលទេពីរបីថ្ងៃក្រោយមកនាងក៏ត្រឡប់មកវិញដើម្បីសួរអំពីពេចដោយធ្វើពុតជាភ្លេចវាបុគ្គលិកប្រាប់នាងថាម្ចាស់បានយកវាទៅត្រឡប់មកវិញនៅថ្ងៃស្អែកអ្នកអាចទទួលបានវាពីគាត់ផែនការរបស់នាងបានដំណើរការនៅថ្ងៃបន្ទាប់នាងស្លៀកពាក់យ៉ាងស្រស់ស្អាតហើយទៅជួបគាត់ពេលឃើញគាត់ភ្លាមភ្នែករបស់នាងក៏ពេញដោយអំណរដោយទឹកភ្នែកបន្ទាប់ពីឆ្នាំទាំងអស់នេះវាសនានាំពួកគេមកជួបមុខគ្នាម្ដងទៀតនាងយកប៊ិចហើយធ្វើសកម្មភាពត្រជាក់ដោយចេតនាញុះញង់គាត់នាងកុហកហើយប្រាប់គាត់នាងភ្ជាប់ពាក្យហើយចិត្តរៀបការហើយគាត់ត្រូវតែចូលរួមពិធីមង្គលការហើយយកលុយមកជាមួយជាអំណោយមួយនាងប្រកាសថាពាក្យសម្ដីរបស់នាងបានប៉ះពាល់ដល់គាត់នាងប្រកល់ទូរស័ព្ទរបស់នាងឲ្យគាត់ដើម្បីឲ្យគាត់អាចបញ្ចូលលេខរបស់គាត់បន្ទាប់មកនាងក៏ចាក់ចេញស្រក់ទឹកភ្នែកពេលនាងទៅដល់ផ្ទះហើយនោះជាពេលដែលនាងចងចាំពេលដែលនាងចូលរៀននៅសាកលវិទ្យាល័យមានជំនាញខាងផ្នែកតារាសាស្ត្រនាងបានជ្រើសរើសតារាសាស្ត្រព្រោះជេនធ្លាប់ប្រាប់នាងអំពីវាគឺជាក្តីស្រមៃរបស់គាត់ក្នុងការបន្តការសិក្សាដើម្បីរក្សាទៅពេលនោះនាងបានដឹងថាយេនបានបើកហាងកាហ្វេមិនត្រឹមតែជាអាជីវកម្មប៉ុណ្ណោះទេថែមទាំងជាវិធីនៃការត្រឡប់មកវិញកាយវិការនោះបំពេញចិត្តក្តីស្រមៃរបស់នាងដែរប៉ុន្តែឥឡូវនេះម៉ូមានអារម្មណ៍ខកចិត្តរាល់ពេលដែលនាងព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយគាត់ឡើងវិញដើម្បីនាំយកមកវិញភាពកក់ក្ដៅដែលពួកគេធ្លាប់ចែករំលែកគាត់ឆ្លើយតបមួយសន្ទុះដោយត្រជាក់នាងមានអារម្មណ៍ដូចជានាងជាមានតែម្នាក់គត់ដែលធ្លាប់រងទុក្ខពីគាត់អវត្តមាននាងសម្រេចចិត្តញុះញង់គាត់ហើយភ្លាមនោះការបំផុសគំនិតបានមកពីលើមេឃហានហៅនាងហើយប្រាប់នាងថាគាត់បានពន្យាពេលដំណើររបស់គាត់ដោយសារតែគាត់មានពិធីមង្គលការរបស់មិត្តភ័ក្តិដែលត្រូវចូលរួមភ្លាមមកឃើញឱកាសរបស់នាងយកកូនក្រមុំនិងរូបភាពកូនកំឡោះពីការអញ្ជើញកែសម្រួលវាជំនួសមកកូនក្រមុំជាមួយរបស់នាងផ្ទាល់ហើយផ្ញើវាទៅយេនដោយធ្វើពុតជានាងជាអ្នកដែលរៀបការជីនសម្លឹងមើលភ្ញាក់ផ្អើលពេលឃើញរូបភាពអ្វីហាក់ដូចជាភ្លាមពេកលឿនពេកគាត់កំពុងរៀបចំខ្លួនគាត់ឲ្យបដិសេធដោយសុភាពដោយសារតែរបៀបតើគាត់អាចឈរនៅក្នុងសាលអាពាហ៍ពិពាហ៍បានទេស្ដាប់ពាក្យសច្ចាដែលមិនពាក់ព័ន្ធនឹងគាត់ប៉ុន្តែម៉ូមិនផ្ដល់ពេលវេលាឲ្យគាត់ទេនាងសារម្ដងទៀតដោយនិយាយថាគ្មានសមាជិកគ្រួសារនាងទេអាចចូលរួមបានព្រោះពួកគេទាំងអស់គ្នានៅបរទេសហើយថាប្អូនប្រុសតែម្នាក់គត់របស់នាងត្រូវតែនៅទីនោះគាត់ជឿនាងគាត់ទិញអំណោយអាពាហ៍ពិពាហ៍ហើយទៅហើយនៅទីនោះគាត់ទទួលបានការភ្ញាក់ផ្អើលជីវិតរបស់គាត់ពេលគាត់ឃើញកូនក្រមុំពិតរូបភាពបន្ទាប់មកម៉ូហៅគាត់ដូច្នេះការពិតថាខ្ញុំមិនបានរៀបការតើវាល្អទេដំណឹងអាក្រក់ឬអត់នាងបន្តចំអកគាត់ដោយនិយាយថានាងបានពន្យាពេលវាដោយសារតែនាងក្រោយមកមិត្តប្រុសរបស់គាត់មានបញ្ហាការងារខ្លះនាងទៅហាងកាហ្វេរបស់គាត់ព្រោះគាត់ធ្វើដំណើរនឹងនាំឆ្កែទៅផ្ទះជាមួយនាងគ្រាន់តែដើម្បីញុះញង់គាត់បន្ថែមទៀតនាងផ្ញើសារទៅគាត់នៅអាសយដ្ឋានពិតប្រាកដដោយរំពឹងថានឹងមានគាត់ឲ្យប្រញាប់ទៅភ្លាមប៉ុន្តែយេនបដិសេធមិនព្រមឡើងមកជន់លើគាត់សុំឲ្យនាងឡើងជួបគាត់នៅខាងក្រៅពេលដែលនាងឃើញគាត់ភ្លាមជាថ្មីម្ដងទៀតនាងដឹងខ្លួនឡើងវិញទោះបីជាមានអ្វីគ្រប់យ៉ាងក៏ដោយទោះបីជាច្រើនឆ្នាំក៏ដោយក៏នាងនៅតែមិនរើចេញដែរបើប៉ុន្តែនោះមិនមានន័យថានាងនឹងមិនធ្វើទេធ្វើទីរុនកម្មគាត់បន្តិចនាងសួរថាហេតុអ្វីបានជាមិនធ្វើអ្នកឡើងមកមែនទេតើអ្នកខ្លាចមិត្តប្រុសរបស់ខ្ញុំទេប្រហែលជានៅខាងក្នុងគាត់មិននិយាយអ្វីទេនៅតែមិនអាចប្រាប់បានថាតើនាងកំពុងលេងសើចឬអត់ធ្ងន់ធ្ងរគាត់គ្រាន់តែចង់បានការធានាឡើងវិញថានាងនៅជាមួយនរណាម្នាក់ដែលប្រព្រឹត្តចំពោះនាងបានល្អដូច្នេះនាងក៏បន្តទៅមុខទៀតដោយប្រាប់គាត់ថានាងនិងនាងមិត្តប្រុសបានឆ្លោះប្រកែកគ្នាថ្មីនេះព្រោះគាត់បដិសេធមិនទិញរបស់ថ្មីឲ្យនាងទូរស័ព្ទចំណាយលុយលើហ្គេមវីដេអូផ្ទុយទៅវិញទីបំផុតជឿនបាត់បង់ការអត់ធ្មត់គាត់ប្រាប់នាងឲ្យឈប់លេងល្បែងគួរឲ្យអស់សំណើចនេះវាធ្វើឲ្យគាត់មិនអាចធ្វើសកម្មភាពបានជាធម្មតានៅជុំវិញនាងថ្ងៃកន្លងផុតទៅគាត់នៅតែមិនឆ្លើយតបច្រើនទេដូច្នេះម៉ូបានទៅហាងកាហ្វេហើយសួរបុគ្គលិកដោយ
ដោយផ្ទាល់តើជីនពិតជារៀបការមែនឬក៏គ្រាន់តែនិយាយលេងបុគ្គលិកបញ្ជាក់វាមិនត្រឹមតែប៉ុណ្ណោះរៀបការហើយខ្ញុំថែមទាំងមានកូនទៀតផងមកសុំអាសយដ្ឋានផ្ទះរបស់គាត់ដោយប្រាជ្ញាចិត្តប្រឈមមុខនឹងការពិតខ្លួនឯងពេលនាងមកដល់ស្ត្រីម្នាក់បើកទ្វារហើយនិយាយដោយធម្មតាថាអ្នកនៅទីនេះសម្រាប់យិនមែនទេចូលមកនាងរើទៅនៅជុំវិញផ្ទះដូចជានាងជាម្ចាស់វាមានផាសុកភាពមានទំនុកចិត្តថែមទាំងប្រាប់ម៉ូទៀតផងដើម្បីសម្រាប់ពេលនាងទៅងូតទឹករបស់ម៉ូបេះដូងលិចលង់នេះប្រកាសជាប្រពន្ធរបស់គាត់នាងទីបំផុតសួរដោយផ្ទាល់តើអ្នកជាអ្វីទំនាក់ទំនងជាមួយយិនស្ត្រីនោះសើចដោយស្រទន់ងឿងឆ្ងល់ហើយបន្ទាប់មកពន្យល់នាងមានអាយុច្រើនជាងយិន20ឆ្នាំនាងគឺជាអ្នកព្យាបាលរាងកាយដែលទទួលខុសត្រូវចំពោះគាត់ការស្ដារនីតិសម្បទានាងបង្ហាញមកបន្ទប់កន្លែងដែលយិនហ្វឹកហាត់និងរូបថតដែលនាងបានបន្សល់ទុកនៅលើទូរបស់គាត់តាំងពីកុមារភាពរបស់ពួកគេនាងពន្យល់អ្វីគ្រប់យ៉ាងបន្ទាប់ពីគ្រោះថ្នាក់លីនជាអ្នកដែលបាននាំនាងមកវិញពីកាណាដាដើម្បីព្យាបាលគាត់ពេលយិនប្រសើរឡើងគាត់បានទទូចចង់ត្រឡប់ទៅប្រទេសចិនវិញដូច្នេះនាងបានផ្លាស់ទៅជាមួយគាត់ដោយបន្តការព្យាបាលរហូតមកដល់សប្តាហ៍ថ្ងៃនេះស្ថានភាពរបស់គាត់នៅតែដែរមិនស្ថិតស្ថេរគាត់ត្រូវតែបន្តហ្វឹកហាត់មកមានអារម្មណ៍ខ្ទេចខ្ទីនាងគិតថាគាត់ធ្លាប់រស់នៅដោយសប្បាយរីករាយដោយគ្មាននាងទន្ទឹមនឹងនេះគាត់កំពុងតស៊ូដើម្បីគ្រប់ជំហាននាងសម្រេចចិត្តទៅដល់ទីក្រុងបាងកកដើម្បីប្រមូលប្រាក់កំណត់ត្រាវិទ្យាសាស្ត្រពេញលេញរបស់គាត់ដែលត្រូវការយល់ពីអ្វីដែលគាត់ពិតជាបានឆ្លងកាត់ការអានពួកវាធ្វើឲ្យនាងញ័រគ្មានអ្វីសោះងាយស្រួលណាស់ពេលនាងត្រឡប់មកវិញជីនបានទូរស័ព្ទមកហើយសូមជួបគាត់ត្រូវនិយាយគ្នាមកជ្រើសរើសភ្នំដោយចិត្តណាដោយចង់បានដើម្បីសាកល្បងថាតើគាត់នឹងបង្ហាញនៅទីបំផុតឬអត់ការពិតអំពីសុខភាពរបស់គាត់បដិសេធគាត់ជ្រើសរើសដូច្នេះនាងរុញគាត់ម្ដងទៀតពេលណាពួកគេចាប់ផ្ដើមដើរឡើងភ្នំគាត់ក៏មិនអាចបន្តទៅមុខបានទេនាងដើរទៅមុខហើយរងចាំដោយសង្ឃឹមថាគាត់នឹងទទួលស្គាល់ជាចុងក្រោយអ្វីមួយគាត់មិនធ្វើទេដូច្នេះនាងបែរមុខទៅរកគាត់នាងប្រាប់គាត់ថានាងដឹងអ្វីទាំងអស់ការព្យាបាលការតស៊ូការជិះចាប់នាងសួរថាតើអ្នកនឹងបន្តរត់គេចខ្លួនដល់ពេលណាទៀតពីខ្ញុំបែបនេះគាត់ចាប់ផ្ដើមមានការខកចិត្តមិនមែនដោយសារតែនាងដឹងទេប៉ុន្តែដោយសារតែគាត់ស្អប់ការត្រូវបានគេមើលឃើញថាទុនខ្សោយនៅចំពោះមុខនាងក្រោយមកនៅថ្ងៃបុណ្យពាក់កណ្ដាលសត្រដៅនាងផ្ញើសារទៅគាត់ដោយនិយាយថាពួកគេគួរតែចំណាយថ្ងៃជាមួយគ្នាជំនួសឲ្យការនៅម្នាក់ឯងប៉ុន្តែតាមពិតទៅយិនកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យជាមួយគ្រុនក្តៅស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅយ៉ាងណាក៏ដោយគាត់បដិសេធដើម្បីធ្វើឲ្យនាងបារម្ភដោយប្រាប់នាងគ្រាន់តែគាត់រវល់នាងចំណាយពេលពេញមួយថ្ងៃតែម្នាក់ឯងបន្ទាប់ពីធ្វើការរួចនាងទៅហាងកាហ្វេបុគ្គលិករូបនោះបាននិយាយដោយចៃដន្យថាជីនបានចេញដំណើរមុនម៉ោងព្រោះគាត់មានអារម្មណ៍ឈឺមុនពេលដែលម៉ូអាចដំណើរការវាបានយិនបានបង្ហាញខ្លួនពីព្រោះពេលដែលគាត់ទៅនាងនៅទីនោះគាត់បានមកនាងមិនប្រឈមមុខនឹងគាត់ទេអំពីការកុហកនាងគ្រាន់តែសួរថាតើគាត់យល់ព្រមឃើញទឹកភ្នែកហូរចេញពីភ្នែករបស់នាងជីនក៏ទៅនៅពីក្រោយបញ្ចូលហើយរៀបចំនាងកាហ្វេដូចសម័យមុនដែរតូចនោះសេចក្តីសប្បុរសធ្វើឲ្យនាងរលាយនាងបានសុំទៅលេងផ្ទះរបស់គាត់នៅផ្ទះគាត់ចូលទៅក្នុងផ្ទះបាយដើម្បីចម្អិនអាហារហើយនាងបានចូលរួមជាមួយគាត់ប្រាប់គាត់ពីរបៀបដែលនាងត្រូវរៀនចម្អិនម្ហូបដោយខ្លួនឯងជីវិតលំបាកប៉ុណ្ណារបៀបនាងរកបានតិចតួចរបៀបដែលនាងតស៊ូជាមួយថ្លៃជួលនិងវិក្កយបត្រគាត់ស្ដាប់នាងនិយាយលេងសើចប្រហែលជានាងគួរតែផ្លាស់ទៅរស់នៅជាមួយគាត់ស្រាប់តែកកភ្លាមការចងចាំហូរចូលយ៉ាងខ្លាំងត្រឡប់មកវិញមន្ទីរពេទ្យវិជ្ជបណ្ឌិតការភ័យខ្លាចនៃចង់ជីវិតរបស់នាងទៅនឹងការជិះចាប់របស់គាត់មិនដែរចង់បានបែបនោះគាត់មិនដែលចង់ឲ្យនាងជាប់អន្ទាក់ទេនៅក្បែរគាត់តាមរយៈភាពមិនប្រកបប្រជាគ្មានទីបញ្ចប់ត្រឡប់មកពីគំនិតទាំងនោះវិញទីបំផុតគាត់ក៏និយាយយើងដូចជាព្រះអាទិត្យនិងព្រះច័ន្ទយើងមិនអាចនៅជាមួយគ្នាបានទេពាក្យសម្ដីរបស់គាត់ចាក់ដោតឆ្លងកាត់នាងយំព្រោះមិនថាមានរឿងអ្វីកើតឡើងក៏ដោយនាងនៅតែស្រឡាញ់គាត់មិនអាចស្រមៃថារៀបការជាមួយបរិបផ្សេងបានទេព្រោះគ្មាននរណាម្នាក់អាចធ្វើឲ្យនាងមានអារម្មណ៍នោះទេអ្វីដែលនាងមានអារម្មណ៍ចំពោះយិនដូច្នេះនាងក៏រើសយកកាបូបរបស់នាងហើយដែលចេញទៅនៅពេលនោះជីនបានដឹងថាគាត់អយុត្តិធម៌ចំពោះនាងធ្វើបាបនាងច្រើនជាងអ្វីដែលគាត់ចង់បានគាត់ដើរតាមនាងព្យាយាមធ្វើឲ្យនាងស្ងប់ចិត្តគាត់សន្យាថានឹងផ្ញើរបស់ទាំងអស់របស់គាត់ទៅនាងរបាយការណ៍វិទ្យាសាស្ត្រដូច្នេះនាងអាចអានវាបានខ្លួននាងហើយយល់ច្បាស់ពីគាត់លក្ខខណ្ឌបន្ទាប់មកសម្រេចចិត្តថាតើនាងពិតជាចង់នៅជាមួយគាត់ឬអត់ប៉ុន្តែសម្រាប់មកគ្មានអ្វីសំខាន់ទេនាងមានបានអានរបាយការណ៍ទាំងនោះពីមុនរួចហើយក្រោយមកនាងមានដំណើរទស្សនកិច្ចតាមការវិភាគទៅកាន់សង្កេតមើលផ្កាយហើយភ្លាមនោះនាងបានរកឃើញយិនឈរនៅពីមុខនាងគាត់បានមកហើយជាពិសេសដើម្បីស្ដាប់ចម្លើយរបស់នាងបានយកគាត់ទៅកាន់ទស្សនៈខ្ពស់ហើយចង្អុលទៅមេឃនាងបានពន្យល់ថាជារៀងរាល់ឆ្នាំទីបំផុតព្រះអាទិត្យនិងព្រះច័ន្ទជួបគ្នាបង្កើតសូរឲ្យគ្រាសសំបីតែធម្មជាតិក៏ផ្លាស់ប្ដូរដែរនាងបាននិយាយយ៉ាងស្រទន់ហេតុអ្វីយើងមិនអាចក្នុងនោះភ្លាមនោះយិនបានដឹងថាគាត់មិនត្រូវការគ្មានអ្វីផ្សេងទៀតនៅក្នុងโลกនេះក្រៅពីនាងទេបន្ទាប់មកពួកគេបានទៅញ៉ាំអាហារពេលល្ងាចជាមួយនាងមិត្តរួមការងារហើយនាងបានណែនាំគាត់ថាជារបស់នាងមិត្តប្រុសពេលពួកគេត្រឡប់មកផ្ទះវិញមកបានកត់សម្គាល់ឃើញសំណុំសាងសង់គំរូនៅលើរបស់គាត់ទោះតដែលនាងធ្លាប់ទិញគាត់ដូច្នេះពួកគេអាចសាងសង់វាជាមួយគ្នាគាត់បានប្រាប់នាងថាគាត់បានសាងសង់វា2ដងរួចហើយម្ដងនៅទីនេះនិងម្ដងទៀតនៅក្នុងមន្ទីរពេទ្យពីព្រោះគាត់ត្រូវការអ្វីមួយដើម្បីកាន់កាប់ខ្លួនគាត់អ្វីក៏ដោយដើម្បីបំបត្តិគំនិតរបស់គាត់អារម្មណ៍ទេនៃអវត្តមានរបស់នាងបេះដូង
ញ៉ពេលនាងឲ្យវាទៅគាត់នាងបានគិតអំពីសុបិនពេលវេលានឹងចែករំលែកអនុស្សាវរីយ៍នាងមិនដែលស្រមៃគិតអ្វីគ្រប់យ៉ាងទេនឹងដួលរលំយ៉ាងលឿនបន្ទាប់ព្រឹកឡើងជីនបានរៀបចំអាហារពេលព្រឹកពួកគេត្រូវការញ៉ាំអាហារឲ្យលឿនវេចខ្ចប់នាងទៅរបស់របរហើយឲ្យនាងនៅជាមួយគាត់ប៉ុន្តែមកបានពន្យល់ថានាងបានបង់ប្រាក់ជាមុនពីរួចហើយថ្លៃជួលប្រចាំខែជេនបានផ្ទេរភ្លាមលុយឲ្យនាងដោយប្រាប់នាងឲ្យពិចារណាជួលផ្ទះរួចរាល់ហើយតោះយើងរើចេញថ្ងៃនេះល្ងាចគាត់បាននាំនាងទៅហាងកាហ្វេហើយបានប្រគល់សៀវភៅកណេឲ្យនាងគាត់បានប្រាប់កន្លែងនោះជារបស់នាងឥឡូវនេះគាត់បានសាងសង់វាសម្រាប់ថ្ងៃនេះទីបំផុតគាត់អាចផ្ដល់ឲ្យវាទៅនាងព្រោះវាជាសុបិនរបស់នាងគាត់បានផ្ញើផ្ទះរបស់នាងជាមួយអ្នកបើកបរគាត់នៅតែមានការងារត្រូវបញ្ចប់ថ្ងៃបន្ទាប់មកបានទៅលេងសាកលវិទ្យាល័យរបស់គាត់ដើម្បីពិនិត្យមើលគាត់គឺជាឥឡូវនេះជាសាស្ត្រាចារ្យដ៏គួរឲ្យគោរពម្នាក់ក្នុងវិស័យយានយន្តវិស្វកម្មនាងបានមើលពីមាត់ទ្វារក្នុងនាមជាសិស្សបានហុចកាហ្វេឲ្យគាត់សម្រាប់គាត់ដោយខ្មាស់អៀនចំពោះការច្រណែនរបស់នាងបែរខ្លួននឹងចេញទៅប៉ុន្តែយិនបានដើរតាមនាងរំភើបចិត្តពេលដឹងថាហេតុអ្វីបានជានាងទុកចិត្តគាត់ដាក់ដៃលើនាងថ្នមស្មើនៅចំពោះមុខមនុស្សគ្រប់គ្នាអនុញ្ញាតឲ្យពិភពលោកដឹងថាគាត់លែងមានទៀតហើយនៅលីវនៅយប់នោះពួកគេបានញ៉ាំអាហារពេលល្ងាចជាមួយសាននិងហ្វុងដែលបានផ្លាស់ទៅប្រទេសចិនក្នុងនាមជាការប្រសើរណាស់ការជួបជុំគ្នាឡើងវិញមានអារម្មណ៍ដូចជាការដើរថយក្រោយ6ឆ្នាំដូចជាថ្ងៃចាស់នៅក្នុងសិក្ខាសាលាបានរស់រវើកឡើងវិញនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញពួកគេបានរកឃើញលីនកំពុងរងចាំសម្រាប់ពួកគេយើងបានដឹងនៅពេលនោះថាជីននិងលីនបានបើកសាលាប្រណាំងរថយន្តមួយនៅទីក្រុងបាងកកជាមួយគ្នាដែលជាមូលហេតុដែលយិនត្រូវធ្វើដំណើរជាញឹកញាប់ប៉ុន្តែលើកនេះលីនបានមកដើម្បីហេតុផលមួយទៀតគាត់ចង់ឲ្យយិនប្រណាំងម្ដងទៀតចាប់តាំងពីគ្រោះថ្នាក់មកជីនបានបដិសេធមិនបើកបរគាត់បានវិវត្តទៅជាជំងឺវង្វេងស្មារតីយ៉ាងជ្រៅរបួសផ្លូវចិត្តលីនបានសុំឲ្យគាត់គិតអំពីវាព្រឹកបន្ទាប់មកប្រញាប់ចេញទៅធ្វើការសម្រាប់ការយកឯកសាររបស់នាងជីនបានចាប់យកវាហើយរត់ចុះទៅជាន់ក្រោមប៉ុន្តែឡានក្រុងនោះបានចាក់ចេញទៅហើយគាត់បានកត់សម្គាល់ឃើញផ្សែងហុយឡើងពីវាហើយព្យាយាមហៅនាងម្ដងហើយម្ដងទៀតប៉ុន្តែទូរស័ព្ទរបស់នាងបានបិទសភាពគាត់បានយកចប់ហើយគាត់បានលោតចូលទៅក្នុងឡានហើយបើកឡានឲ្យលឿនតាមដែលគាត់អាចធ្វើបានជាសំណាងល្អឡានក្រុងអ្នកបើកបរបានឈប់ដោយខ្លួនឯងមួយសន្ទុះក្រោយមកបានទូរស័ព្ទមកនាងមិនដែលនៅលើឡានក្រុងទេនាងនៅតែនៅផ្សារក្បែរនោះឧត្តមសេនីយ៍ដកដង្ហើមធំធូរស្រាលហើយបានទៅនាំនាងមកឯកសារពេលនាងឃើញគាត់កំពុងបើកបរតែម្នាក់ឯងភ្នែករបស់នាងបើកធំគាត់មានទីបំផុតបានបំបែកការភ័យខ្លាចរបស់គាត់នោះនៅពេលយប់គាត់បានចំអិនអាហារដែលនាងចូលចិត្តបានពន្យល់ថាគាត់បានធ្វើការសម្រេចចិត្តមួយអំពីការប្រណាំងឥឡូវនេះគាត់មានក្តីស្រមៃថ្មីមួយហើយគាត់ចង់រស់នៅពេញមួយជីវិតរបស់គាត់ដោយខាងនាងពួកគេនឹងធ្វើដំណើរទៅប្រទេសកាណាដាខែក្រោយជួបម្ដាយរបស់នាងហើយសូមដៃនាងជាផ្លូវការមកមិនអាចទេជឿវាបន្ទាប់ពីអ្វីទាំងអស់នៅទីនេះពួកគេប៉ុន្តែពេលពួកគេមកដល់ម្ដាយរបស់នាងបានប្រព្រឹត្តចំពោះគាត់ដោយត្រជាក់ស្ទើរតែមិននិយាយស្ដីធ្វើដូចជាគាត់មិននៅទីនោះតតែសោះនៅទីបំផុតជីនបានប្រមូលភាពក្លាហានរបស់គាត់បានយកអំណោយមាសចេញតាមប្រពៃណីនាំមកដោយកូនកំលោះហើយបានសួរដោយស្មោះសម្រាប់ការអនុញ្ញាតឲ្យរៀបការជាមួយម៉ូម្ដាយរបស់នាងបណ្ដេញគាត់ចេញដោយថ្នមដោយប្រាប់គាត់ថាគាត់ជាហត់នឿយពីការធ្វើដំណើរហើយត្រូវការសម្រាកនៅថ្ងៃបន្ទាប់ជីនបានរកឃើញនាងតែម្នាក់ឯងនៅក្នុងសួនច្បារថែរក្សារុក្ខជាតិរបស់នាងគាត់បានចូលរួមនាងស្ងាត់រំលឹកឡើងវិញនៅអ្វីទាំងអស់ដែលនាងមានធ្លាប់បង្រៀនគាត់អំពីផ្ការបៀបធ្វើស្រោចទឹកពោះវារបៀបការពារពោះវានាងទុនចិត្តនាងបានដឹងថាគាត់មិនមែនជាសត្រូវគាត់គ្រាន់តែព្យាយាមឲ្យអស់ពីសមត្ថភាពជាចុងក្រោយនាងក៏យល់ព្រមពេលមកភ្ញាក់ពីដំណេកហើយឃើញពួកគេចុះសម្រុងគ្នានាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយវិធីណាមួយគាត់បានរលាយបេះដូងម្ដាយនាងពួកគេបានចំណាយពេលពេញមួយថ្ងៃដើម្បីអបអរសាទរពិធីបុណ្យចិនឆ្នាំថ្មីជាមួយគ្នាមុនពេលពួកគេចាក់ចេញពីនាងម្ដាយបានប្រគល់ថង់អំណោយមួយទៅឲ្យជីននៅអាកាសយានដ្ឋានគាត់បានបើកវានៅខាងក្នុងមានដៃមួយក្រមាប៉ាក់ដូចគ្នាដែលគាត់តែងតែពាក់ចង់បានតាំងពីគាត់នៅក្មេងរំជួលចិត្តយ៉ាងខ្លាំងជីនបានទាញចិញ្ចៀនមួយចេញមកគាត់បានសុំម៉ូសុំរៀបការបានឆ្លើយថាយល់ព្រមភ្លាមពេលពួកគេត្រឡប់មកវិញនៅផ្ទះពួកគេបានជួបជុំជាមួយមិត្តភ័ក្តិសំបីតែគីរ៉ានិងហាណានកំពុងប្រារព្ធពិធីចុងក្រោយរបស់ពួកគេថ្ងៃមុនរៀបការរំលឹកអនុស្សាវរីយ៍ហើយសើចអំពីអ្វីគ្រប់យ៉ាងពួកគេបានរួចជីវិតហើយនៅថ្ងៃរៀបការជីនសម្រាប់ចិត្តយកនាងជិះម៉ូតូរបស់គាត់គ្រាន់តែពួកគេទាំងពីរអ្នករត់គេចខ្លួនជាមួយគ្នាទីបំផុតបានរស់នៅតាមក្តីស្រមៃដែលពួកគេបានកាន់ពេញមួយជីវិតរបស់ពួកគេជីនលែងជាគាត់ធ្លាប់ជាក្មេងប្រុសមិនប្រុងប្រយ័ត្នធ្លាប់រស់នៅសម្រាប់គ្រោះថ្នាក់មិនខ្លាចព្រៃផ្សៃមិនអាចបញ្ឈប់បានប៉ុន្តែឥឡូវនេះអ្វីបានផ្លាស់ប្ដូរហើយព្រោះមាននរណាម្នាក់កំពុងរងចាំគាត់នៅផ្ទះនរណាម្នាក់ដែលចង់គាត់ធ្វើឲ្យគាត់ទុនចិត្តនឹងផ្ដល់ឲ្យគាត់នៅហេតុផលដើម្បីត្រឡប់មកវិញដោយសុវត្ថិភាពជារៀងរាល់ម្ដងទន្ទឹមនឹងនេះម៉ូនិយាយយ៉ាងស្រទន់ថានាងមិនដែលចង់ខ្លាយជារបស់គាត់ទេភាពទន់ខ្សោយនាងចង់ខ្លាយជាអ្នករុករករបស់គាត់អ្នកដែលណែនាំគាត់ធ្វើឲ្យគាត់មានស្ថិរភាពនឹងចូលក្បែរគាត់មិនថាលំបាកប៉ុណ្ណាទេផ្លូវខ្លាយជាជីនទទួលស្គាល់ថាបន្ទាប់ពីជប់ប្រណាំងគាត់គិតថាជីវិតនឹងគ្មានការភ្ញាក់ផ្អើលអ្វីនៅសល់ទេស្ងាត់អាចទីទុកជាមុនបានធម្មតាប៉ុន្តែបន្ទាប់មកគាត់បានរកឃើញម៉ូហើយដរាបណានាងនៅក្នុងរបស់គាត់ពិភពលោកជីវិតនឹងតែងតែពោពេញដោយការភ្ញាក់ផ្អើលដ៏ស្រស់ស្អាតជិះជាមួយគ្នាម៉ូតូម៉ូសម្លឹងមើលផ្លូវគ្មានទីបញ្ចប់ទៅមុខរួចងាកមករកគាត់ហើយសួរលោកជីនតើអ្នកចង់ចំណាយពេលដែលនៅសល់ទេជីវិតរបស់អ្នកជាមួយខ្ញុំ
ជីមញឹមយ៉ាងស្រទន់មែនហើយនៅក្នុងពេលវេលាដ៏ស្ងប់ស្ងាត់នោះវាមានអារម្មណ៍ដូចជាពួកគេរៀបការរួចហើយមនុស្សពីរនាក់ការជ្រើសរើសផ្លូវដូចគ្នាទីដៅវាសនាដូចគ្នាមកឆ្លុះបញ្ចាំងមុននេះតែងតែទុកចោលតែម្នាក់ឯងតែងតែត្រឡប់មកវិញតែម្នាក់ឯងប៉ុន្តែឥឡូវនេះលែងមានទៀតហើយចាប់ពីពេលនេះទៅមិនថាពួកគេទៅទីណាក៏ដោយពួកគេនឹងទៅជាមួយគ្នានឹងគោលដៅរួមរបស់ពួកគេនឹងក្លាយជាអនាគតរបស់ពួកគេហើយជាមួយនឹងនោះរឿងភាគនឹងបញ្ចប់ប្រសិនបើអ្នកចូលចិត្តវារឿងនេះហើយកុំភ្លេចចុច like វីដេអូនេះនិងជាការគាំទ្ររបស់អ្នកមានន័យខ្លាំងណាស់ហើយប្រាប់ខ្ញុំនៅក្នុងមតិយោបល់ថាតើរឿងភាគមួយណាតើយើងគួរធ្វើបន្តទេ